លោកនាយករដ្ឋមន្ត្រីហ៊ុនសែនស្នើឲ្យបន្ថែមច្បាប់ហាមអ្នកជាប់ទោសធ្វើជាប្រធាននិងអនុប្រធានគណៈបកនយោបាយប្រតិកម្មជុំវិញការលុបចោលតំណែងតំណាងក្រមភាគតិចនិងភាគច្រើននៅក្នុងសភាយើងនៅមានបទសម្ភាសន៍ជាមួយលោកសំរងស៊ីអ្នកវិភាគនយោបាយអះអាងថាតំណាងក្រមភាគតិចនិងភាគច្រើនក្នុងសភាជាយន្តការគ្មានប្រយោជន៍ប្រតិជនបុត្រប៊ុនទិញកំពុងរងការគំរាមរបស់សមត្ថកិច្ចខេត្តសៀមរាបនិងព័ត៌មានដទៃទៀតពីទូរទស្សន៍អាស៊ីសេរីសម្រាប់ថ្ងៃអង្គារទី31ខែមករាឆ្នាំ2017ពីរដ្ឋធានី Washington ខ្ញុំបាទជួនច័ន្ទបុត្រសូមជម្រាបសួរលោកអ្នកនាងកញ្ញាទាំងអស់ជាទីមេត្រីយើងខ្ញុំសូមស្វាគមន៍លោកអ្នកនាងកញ្ញាក្នុងកម្មវិធីផ្សាយទូរទស្សន៍អាស៊ីសេរីបាទជាបន្តទៅទៀតនេះខ្ញុំបាទសូមជូនព័ត៌មានពិស្ដាបាទលោកហ៊ុនសែនថ្លែងក្នុងកិច្ចប្រជុំសភានៅថ្ងៃទី31ខែមករានេះស្នើឲ្យសភាចែងថាអ្នកជាប់ទោសមិនអាចធ្វើប្រធានគណៈបកឬអនុប្រធានគណៈបកនយោបាយបានទេក៏ប៉ុន្តែមន្ត្រីជាន់ខ្ពស់គណៈបកសង្គ្រោះជាតិទាមទារឲ្យលោកហ៊ុនសែនធ្វើច្បាប់ណាដែលមានប្រយោជន៍ដល់ជាតិនិងសាធារណជនទូទៅហើយមិនមែនដើម្បីដាក់ទោសមនុស្សតែម្នាក់នោះទេបាទសូមអញ្ជើញលោកអ្នកនាងទស្សនាសេចក្តីរាយការណ៍អំពីរឿងនេះរបស់លោកប្រាជេវបន្ទាប់ពីធ្វើវិសោធនកម្មចំពោះ12ប្រការ48ថ្មីនៃបទបញ្ជាផ្ទៃក្នុងបានជោគជ័យលោកហ៊ុនសែនបានផ្ដាំគំនិតកែប្រែច្បាប់ស្តីពីគណៈបកនយោបាយថែមមួយទៀតថ្លែងក្នុងកិច្ចប្រជុំសភាដោយសម្លេងខ្លាំងលោកនាយករដ្ឋមន្ត្រីហ៊ុនសែនម្ដងហៅលោកសំរងស៊ីថាឯកឧត្តមម្ដងហៅថាតនដិតបង្គាប់ឲ្យសមាជិកសភារបស់លោកកែប្រែច្បាប់ស្តីពីគណៈបកនយោបាយដោយកំណត់ថាអ្នកគ្មានទោសមិនអាចធ្វើជាប្រធានឬក៏អនុប្រធានគណៈបកនយោបាយបានឡើយមិនទាន់អស់ទេលោកហ៊ុនសែនប្រមានចាត់វិធានការក្តៅតាមផ្លូវច្បាប់តាមរយៈរដ្ឋសភាដោយសម្ដៅដាក់បន្ទុកប្រធានគណៈបកសង្គ្រោះជាតិលោកសំរងស៊ីដែលកំពុងជាប់ឈ្មោះជាទណ្ឌិតព្រោះចាញ់ក្តីមន្ត្រីគណៈបកប្រជាជនកម្ពុជាដែលរួមមានលោកហ៊ុនសែនលោកហេងសំរិនលោកហៅណាំហុងនៅតុលាការតេតងមិនដឹងនេះដែរលោកហ៊ុនសែនថែមទាំងប្រមានរឹបអូសទីស្នាក់ការកណ្ដាលគណៈបកសង្គ្រោះជាតិជាថ្នូរនៃសំណងដែលលោកទាមទារក្នុងសំណុំរឿងដែលលោកឈ្នះក្តីលោកសំរងស៊ីដោយលោកទទួលព័ត៌មានថាទីស្នាក់ការគណៈបកសង្គ្រោះជាតិជាទ្រព្យសម្បត្តិរបស់លោកសំរងស៊ីយ៉ាងណាក៏ដោយចុះអ្នកនាំពាក្យគណៈបកសង្គ្រោះជាតិលោកយឹមសុវណ្ណបានឆ្លើយតបភ្លាមទៅលោកហ៊ុនសែនក្នុងសន្និសីទសារព័ត៌មាននៅថ្ងៃដដែលថាលោកសំរងស៊ីមិនស្ដាយនឹងទ្រព្យសម្បត្តិរួមទាំងជីវិតរបស់លោកផងចំណែកការប្រមានកែប្រែច្បាប់ស្តីពីគណៈបកនយោបាយវិញលោកសុនឆៃដែលជាប្រធានក្រុមតំណាងរាស្ត្រគណៈបកសង្គ្រោះជាតិឲ្យអាស៊ីសេរីដឹងថាដោយលោកស្នើគណៈបកប្រជាជនកម្ពុជាគិតគូរឲ្យបានវែងឆ្ងាយមុននឹងធ្វើច្បាប់អ្វីមួយជៀសវាងការធ្វើច្បាប់ណាមួយដាក់ទោសតែបុគ្គលម្នាក់ពីរនាក់លោកថាលោកហ៊ុនសែនសម្រេចបែបនេះព្រោះលោកមានអារម្មណ៍មិនសូវល្អច្បាប់ស្តីពីគណៈបកនយោបាយដែលមាន11ចំពុក45មាត្រាបានបង្កើតឡើងកាលពីឆ្នាំ1997គ្មានមាត្រាណាមួយចែងដាក់ទោសឬកំណត់ថាអ្នកមានទោសមិនអាចធ្វើជាប្រធានឬក៏អនុប្រធានគណៈបកនយោបាយបានឡើយនាយកប្រតិបត្តិនៃគណៈកម្មាធិការដើម្បីការបោះឆ្នោតដោយសេរីនិងយុត្តិធម៌នៅកម្ពុជាហៅកាត់ថា Conference លោកុលបញ្ញាយល់ថាប្រសិនបើគណៈបកប្រជាជនកម្ពុជាធ្វើវិសោធនកម្មច្បាប់ស្តីពីគណៈបកនយោបាយដោយដែលការចង់បានរបស់លោកហ៊ុនសែនមែននោះគឺជាការអនុវត្តធាក់ថយក្រោយនៃច្បាប់និងប្រឆាំងស្មារតីរដ្ឋធម្មនុញ្ញសិទ្ធិមនុស្សនិងច្បាប់អន្តរជាតិគណៈបកប្រជាជនកម្ពុជាធ្លាប់ធ្វើច្បាប់ចំនួន2គឺច្បាប់ឯកពន្ធភាពដែលគេយល់ថាច្បាប់នោះគឺដើម្បីដាក់គំនាបសម្ដេចក្រមព្រះនរោត្តម នារីដែលជាព្រះប្រធានគណៈបកហ្វូស៊ុនពេជ្រដែលកាលនោះព្រះអង្គជាដៃគូប្រកួតប្រជែងដ៏ខ្លាំងជាមួយលោកហ៊ុនសែននិងច្បាប់មួយទៀតគឺដាក់ទោសទណ្ឌដែលអ្នកណាមិនទទួលស្គាល់ថាមានអក្រិតកម្មក្នុងរបបខ្មែរក្រហមដែលគេយល់ថាច្បាប់នេះដើម្បីដាក់បន្ទុកទៅលើលោកកឹមសុខាអនុប្រធានគណៈបកសង្គ្រោះជាតិខ្ញុំប្រាជេវអាស៊ីសេរីភ្នំពេញបាទលោកនាងជាទីមេត្រីនាពេលបន្តិចទៀតនេះយើងនឹងមានកិច្ចពិភាក្សាបន្តតាក់ទងទៅនឹងស្ថានភាពចុងក្រោយនេះរួមទាំងនឹងមានបទសម្ភាសន៍មួយជាមួយនឹងលោកសំរងស៊ីដែលជាប្រធានគណៈបកសង្គ្រោះជាតិនោះផងក៏ប៉ុន្តែនៅពេលនេះយើងនឹងមានព័ត៌មានបន្ថ្មីមួយហើយយើងនឹងសម្ភាសន៍ជាមួយនឹងព្រះតេជគុណបុត្រប៊ុនទិញបាទស្ថាបនិកបណ្ដាញព្រះសង្ឃឯករាជ្យព្រះតេជគុណបុត្រប៊ុនទិញជំរុញឲ្យស្ថាប័នមានសមត្ថកិច្ចការពារសុវត្ថិភាពព្រះកាយព្រះអង្គដោយសារមានមន្ត្រីនគរបាលខេត្តចំនួន6នាក់បាននាំគ្នាទៅគម្រាមអ្នកស្រុកវ៉ារិននិងអ្នកស្រុកអង្គធំកាលពីថ្ងៃទី29ខែមករាព្រះអង្គមានធរណីកាថាក្រមប៉ូលីសទាំងនោះបានហាមឃាត់មិនឲ្យពលរដ្ឋឬព្រះសង្ឃដទៃទៀតចូលរួមស្ដាប់ការថ្លែងរបស់ព្រះអង្គទាក់ទិនទៅនឹងបញ្ហាព្រៃឈើបញ្ហាបោះឆ្នោតនិងបញ្ហាសង្គមផ្សេងទៀតនោះឡើយព្រះតេជគុណអះអាងថាសមត្ថកិច្ចប្រមានថាបើមិនស្ដាប់តាមពួកគេទេអាចនឹងមានគ្រោះថ្នាក់ទាំងអស់គ្នាបាទ
ជាបន្តទៅទៀតនេះប្រដេជគុណបុត្របន្ទិញនឹងរៀបរាប់បន្ថែមជុំវិញបញ្ហានេះខ្ញុំប្រកាសណាសូមថ្វាយបង្គំប្រដេជគុណពោសាធុបានពោញោមច័ន្ទបុត្រនិងសហការីព្រមទាំងញាតិញោមអ្នកទេសនាទូរទស្សន៍អាស៊ីសេរីទាំងអស់បានពោកណាក្រោយពេលដែលប្រគុណម្ចាស់បានទទួលការគម្រាមកំហែងពីនគរបាលទាំង6នាក់នឹងមកហើយតើបដិជគុណមានបានទៅប្តឹងផ្ដាល់ដល់អាជ្ញាធរខេត្តសៀមរាបទេហើយតើអាជ្ញាធរនឹងមានផែនការណាមួយទេដើម្បីជួយទប់ស្កាត់ជួយការពារសុវត្ថិភាពដល់បដិជគុណចម្រើនពោមិនពិបាកប្តឹងទេព្រោះអាជ្ញាធរដឹងហើយបាទពោយើងទៅប្តឹងអ្នកដែលដឹងដូចជាពិបាកប្រាប់គេថាពហុវាស្អុយពោពហុវាស្អុយស្ដាច់អីមិនពោដូច្នេះអាត្មាគិតថាបើទៅប្តឹងដោយលីងកំ pl ណាក៏ប៉ុន្តែវីដែលអាត្មាបានទទួលមកថ្ងៃនេះគឺជារឿងមួយល្អដែលមានទាំងអភិបាលស្រុកហើយនឹងអភិបាលនៃគណៈអភិបាលខេត្តសៀមរាបនឹងបានតាកតងមកអាត្មាប្រាប់ថាកុំអោយមានការភ័យព្រួយបារម្ភបើមានរឿងអីត្រូវរាយការណ៍ជូនគាត់ភ្លាមទៅគាត់នឹងជួយការពារសុវត្ថិភាពអានឹងក៏ជាចំណែកមួយក្រោយពីអាត្មាបានប្រតិកម្មក៏ប៉ុន្តែរឿងដែលវាកើតឡើងចំពោះអាត្មាមិនម្ដងវាម្ដងហើយម្ដងទៀតម្ដងហើយម្ដងទៀតអាត្មាគិតថារដ្ឋាភិបាលមានការងារច្រើនហើយមានការងារផ្សេងពីនេះដែលត្រូវធ្វើហើយបើមកធ្វើទៅជាមួយអាត្មាមកឡកលេងឬក៏ថាចង់លេងដបែងនយោបាយអីផ្សេងៗហ្នឹងវាខាតបានពោហើយគេលេងគេចូលចិត្តលេងរឿងថ្មីធ្វើរឿងថ្មីតែរឿងគម្រាមរឿងសម្លាប់នោះអត់ថ្មីទេបានពោខ្មែរគេដឹងអស់គ្រប់គ្នាហើយឧទាហរណ៍ថាបើអាត្មាស្លាប់ដោយប្រការណាមួយឬក៏សូគួតដោយប្រការណាមួយគេអត់មានចោទណាទេមិនពោគេចោទតែអាជ្ញាធរដូច្នេះហើយអាជ្ញាធរនឹងវាគូភ័យទ្វីដងភ័យទ្វីទី1ក្រែងអ្នកផ្សេងហ្នឹងមកលបសម្លាប់ដល់លបសម្លាប់បើតែងើបទៅគ្មានចោទណាទេចោទអ្នករងៃហ្នឹងហើយហ្នឹងហើយដល់អាភ័យទី2ហ្នឹងគឺថាក្រែងអាត្មាវាត្រឹមមិនបាននឹងការធ្វើបាបផ្លូវចិត្តធ្វើទុកបុកម្នេញផ្នែកផ្លូវចិត្តហ្នឹងអាត្មាគឺថាត្រឹមមិនបានអាត្មាដើរចេញហើយអាត្មាក៏សូមបិណ្ឌបាតនឹងផ្ញើសារទៅខាងញាតិញោមអ្នកដែលដឹកនាំប្រទេសរឿងថ្ងៃនេះដែរមនុស្សដែលឈឺបើវ័យមកដំបងវារបួសវាអីគេទៅព្យាបាលបាត់ឈឺភ្លាមប៉ុន្តែឈឺចិត្តណាយមិនពូឈឺមួយជីវិតដូច្នេះលមមដល់ពេលវេលាដែលមិនផ្ដល់ជំងឺឈឺចិត្តទៅដល់ជនរួមជាតិខ្លួនទេហើយដោយទូអង្គអាត្មានេះបំណងធំរបស់អាត្មាគឺការពារព្រៃហើយលទ្ធផលដែលបានទៅវិញគេមិនស្អប់អ្នកដឹកនាំបានពូពួកអ្នកដឹកនាំហ្នឹងវាបើយើងប្រៀបធៀបពីក្លិនស្អុយវិញស្អុយពហុនៅគេយកទៅធ្វើទឹកគ្រឿងបានដាត់តបាញ់មិត្តទេណាបានពូក៏ប៉ុន្តែអាស្អុយនឹងការបាត់បង់ព្រៃឈើស្អុយដូចគន្រងបានពូគន្រងមិនណាគេដឹកប៊ីទេដូច្នេះដើម្បីកែច្នៃកុំអោយវាคล้ายទៅជារឿងស្អុយដូចគម្រងគូតែផ្ដល់ឱកាសហើយរឿងមួយទៀតញោមនាយករដ្ឋមន្ត្រីបានសន្យាបានមានប្រសាសន៍ច្បាស់ថារឿងកិច្ចការការពារព្រៃឈើដែលវាមិនផ្ដល់ហានិភ័យទៅដល់សន្តិសុខជាតិហ្នឹងមិនគូរារាំងថែមទាំងជំរុញឲ្យជួយជាសម្ភារៈជាថវិកាអង្គស្បៀងអីចឹងទៅប៉ុន្តែអាត្មាប្រាប់នាយករដ្ឋមន្ត្រីវិញថាមិនពិបាកឲ្យអង្គស្បៀងអីទេព្រោះបាយញាតិញោមដាំចាំស្រេចហើយតែហាមតែកុំឲ្យធ្វើពិបាកផ្លូវចិត្តទៅវាគ្រប់គ្រាន់ហើយហើយរហូតដែលគុណម្ចាស់ខ្ញុំកណាបានអានពីដំបូងមិញបន្តិចថានៅពេលដែលបដិជគុណម្ចាស់ទៅជែកគ្នាជាមួយនឹងអ្នកស្រុកហ្នឹងបានក្រៅតែពីរឿងបញ្ហាដីធ្លីហ្នឹងប្រគុណម្ចាស់ហ្នឹងបានលើកអំពីបញ្ហាបោះឆ្នោតនឹងដែរតើពីបញ្ហាបោះឆ្នោតនឹងប្រគុណម្ចាស់ប្រាប់ប្រជាពលរដ្ឋបែបណារឿងបែបបោះឆ្នោតនឹងទេដឹងដែលធ្វើឲ្យអាជ្ញាធរខឹងចម្រើនពូបណ្ដារឿងអាជ្ញាធររៀងសង្ស័យនឹងរឿងចេះញោមម្នាក់គាត់ពិការហើយគាត់អតីតប៉ូលីសដល់ពេលអាត្មាយកសុភៅកសិកម្មទៅពង្រៀនធ្វើកសិកម្មធ្វើអីទៅគាត់ប្រហែលជាដូចចិត្តដូចអីដឹងតាមមើលហើយគាត់មើលទៅដូចថាចាប់អារម្មណ៍នឹងការបោះឆ្នោតនឹងស៊ូគណៈបកនយោបាយល្អគាត់ស៊ូតែគុណគណៈបកណាល្អអាត្មាថាស៊ូអីបើអ្នកដែលធ្វើនយោបាយផង
បើថាមានគណៈបកប៉ុន្តែគណៈបកណាដែលមិនទាន់បានធ្វើឲ្យបាត់បង់ធនធានក្រមដីលើដីគណៈបកហ្នឹងហើយល្អអញ្ចឹងទៅញោមហ្នឹងក៏ថាអញ្ចឹងដូចជាសមដែរមុនដំបូងនិយាយគ្នារៀងអេអ៊ីននេះក៏ដល់ពេលស៊ុបទៅពេលលឺភ្លឺស្រែទល់មុខគ្នានិយាយរឿងកសិកម្មផងបោះឆ្នោតផងយូបាយផងព្រីផងដូច្នេះទៅវាអាត្មាជឿថាមនុស្សដែលដើរតាមអាត្មាភាគច្រើនគឺដូរអេរិយាបថរឿងខ្ជិលគិតនយោបាយមកគិតនយោបាយណែអានឹងហើយដែលជាចឹងបញ្ហាចម្បងដល់អាត្មាស្ទង់ថារឿងដែលអាត្មាទទួលការគម្រាមកំហែងមែនទែនអាត្មាមិនចង់និយាយព្រោះរឿងនោះវាអត់ថ្មីក៏ប៉ុន្តែឮពាក្យមួយម៉ាត់អាត្មាយកមកស្ទង់មកគិតមើលថាគេថាកុំអោយសេពគប់ដែលគុណបុតប៊ុនតេងព្រមសូវស្រួលទេតែសេពគប់ដែលគុណនឹងអាចមានរឿងចឹងដើម្បីកុំអោយមានរឿងកុំអោយមានគ្រោះថ្នាក់កុំអោយលោកចូលមកក្បេះក្លែងនេះកុំអោយសេពគប់ចឹងអាពាក្យមួយម៉ាត់ហ្នឹងវាធំជាងកាន់កំភ្លើងទៅភ្ជង់ណាបើទៅភ្ជង់វាអានឹងគេមើលឃើញប៉ុន្តែអាមនោសញ្ចេតនានៃការគម្រាមកំហែងដែលស្ដាប់ឮហើយមិនយល់ហ្នឹងអានឹងរឿងធំបានប៉ុន្តែចំពោះអាត្មាប្រើភាសាមួយម៉ាត់ហ្នឹងអាត្មាយល់ហើយក៏ប៉ុន្តែអាត្មាសូមប្រឹងពោលទៅកាន់ញាតិញោមអ្នកកាន់ដឹកនាំប្រទេសបច្ចុប្បន្នគ្រប់លំដាប់ថ្នាក់ហ្នឹងថាអាត្មាបានដាក់ធុរៈពីរឿងគិតនយោបាយមកគិតនយោបាយព្រៃឈើគឺអាត្មាបានអធិដ្ឋានថារឿងដែលចាំបាច់ជាងគេគឺធ្វើយ៉ាងណាអប់រំឲ្យប្រជាពលរដ្ឋចូលរួមការពារព្រៃជារឿងសំខាន់ពីព្រោះនយោបាយមានអ្នកគិតច្រើនហើយបើអាត្មាដាក់ធុរៈខំប្រឹងធ្វើតែព្រៃប៉ុណ្ណេះហើយនៅតែមកដូចបង្ខំអាត្មាឲ្យធ្វើនយោបាយប្រយ័ត្នអាត្មាអត់បានធ្វើនយោបាយដែរណាហើយបើធ្វើនយោបាយដែរអាត្មាអត់ដែលទឿនធ្វើអំពើអាក្រក់អីទេគណៈអត់ដែលទឿនបានកាប់ឈើមកដើមទេគណៈដោយពេលវេលានឹងខ្លីណាស់ទៅហើយសំណួរចុងក្រោយទៅប្រគុណម្ចាស់អញ្ចឹងប្រគុណម្ចាស់នឹងបន្តសកម្មភាពទៅទៀតពីព្រោះថាអាជ្ញាធរក៏បានធានាថានឹងមិនមាននឹងជួយការពារសុវត្ថិភាពដល់គុណម្ចាស់ដែរអាត្មានឹងបន្តទៅអង្កេតរឿងបញ្ហានៅពូសាទខ្លះស្ទង់ខាន់ស្អែកហ្នឹងហើយបន្ទាប់មកទៅព្រីឡង់ហើយនឹងបន្តទៅសៀមរាបដដែលពីព្រោះអានេះជាបេសកកម្មហើយការគម្រាមកំហែងនឹងដឹងតាមជោគជ័យហើយឈប់ទៅបាទពូឈប់គម្រាមទៅអញ្ចឹងខ្ញុំកណាសូមក្រាបថ្វាយបង្គំលាប្រគុណម្ចាស់តែប៉ុណ្្នឹងហើយសូមឲ្យប្រគុណម្ចាស់បន្តបេសកកម្មនឹងដោយមានសុវត្ថិភាពហើយនឹងរកជោគជ័យខ្ញុំកណាសូមក្រាបថ្វាយបង្គំលាសាធុស្មានពូបាទលោកនាងកញ្ញាជាទីមេត្រីលោកនាយករដ្ឋមន្ត្រីហ៊ុនសែននៅថ្ងៃនេះប្រឡូយពាក្យថាប្រធានស្ដីទីគណៈបកសង្គ្រោះជាតិលោកកឹមសុខាបានបោករូបលោកព្រោះមិនបានធ្វើតាមការសន្យារបស់ខ្លួនបន្ទាប់ពីបានជួបនិយាយគ្នាក្នុងបន្ទប់សម្ងាត់នៅវិមានរដ្ឋសភាកាលពីព្រឹកថ្ងៃទី7ធ្នូឆ្នាំ2016ទោះជាយ៉ាងណាលោកហ៊ុនសែនមិនបញ្ជាក់ថាកិច្ចសន្យាសម្ងាត់នោះសំដៅទៅលើរឿងអ្វីនោះឡើយអ្នកវិភាគលើកឡើងថាមេដឹកនាំនយោបាយនៃគណៈបកទាំងពីរពេលត្រូវរើគ្នាតែងតែប្រកាសផ្ទាល់មាត់ឬចេញសេចក្តីថ្លែងការណ៍សរសើរគ្នានិងប្រកាសរួបរวมគ្នាឯកភាពជាតិគិតពីប្រទេសជាតិនិងប្រជាជនតែពេលប្រឆាគ្នាវិញពួកគេតែងតែទម្លាយនៅរឿងអាចកំបាំងដែលហាក់មិនបានគិតពីប្រយោជន៍ជាតិនិងប្រជាជនឡើយវិទ្យុអាស៊ីសេរីមិនអាចសុំការឆ្លើយតបពីលោកកឹមសុខាថាតើអ្វីទៅដែលលោកសន្យាហើយមិនធ្វើតាមនោះក៏ប៉ុន្តែប្រធានគណៈបកសង្គ្រោះជាតិលោកសំរងស៊ីបានទម្លាយអាចកំបាំងមួយចំនួនថាលោកកឹមសុខាមិនព្រមធ្វើតាមការបង្គាប់បញ្ជារបស់គណៈបកប្រជាជនកម្ពុជាដែលចង់បំបែកបំបាក់ថ្នាក់ដឹកនាំគណៈបកសង្គ្រោះជាតិបាទមេដឹកនាំគណៈបកសង្គ្រោះជាតិលោកសំរងស៊ីដែលរដ្ឋាភិបាលកម្ពុជាហាមមិនឲ្យចូលស្រុកវិញនោះបានប្រតិកម្មទៅលោកនាយករដ្ឋមន្ត្រីហ៊ុនសែនដែលចង់រឹបអូសទ្រព្យសម្បត្តិរបស់លោកថាជាការខ្លាចចាញ់ការបោះឆ្នោតនៅពេលខាងមុខនិងជាការបង្អាក់ការចូលរួមរបស់ពលរដ្ឋក្នុងដំណើរការប្រជាធិបតេយ្យមេដឹកនាំគណៈបកប្រឆាំងរូបនេះក៏បានជំរុញឲ្យលោកហ៊ុនសែនប្តឹងរូបលោកករណីអ ுக ្រិតកម្មក5ដែលបានសម្លាប់ពលរដ្ឋខ្មែរយ៉ាងរង្គាលកាលពីទសវត្សរ៍ទី80នោះវិញជាជាងប្តឹងរូបលោកករណីបទបរិហាកេរពាក់ព័ន្ធទៅនឹងការសោកប៉ាន់អ្នកលេង Facebook ម្នាក់នៅទឹកប្រាក់$1 លានដើម្បីបំផ្លាញគណៈបកប្រឆាំងនោះបាទសូមអញ្ជើញលោកអ្នកនាងស្ដាប់បទសម្ភាសន៍ដែលខ្ញុំបានសម្ភាសន៍ជាមួយលោកសំរងស៊ីនៅមុនការផ្សាយនេះបន្តិចជុំវិញប្រតិកម្មរបស់លោកទៅនឹងលោកហ៊ុនសែនដែលមានសេចក្តីដូចតទៅ
បាទខ្ញុំបាទសូមជម្រាបសួរអាដាមសំរងស៊ីបាទអាដាមខ្ញុំបាទចង់បានប្រតិកម្មរបស់អាដាមតាក់ទងទៅនឹងអ្វីដែលលោកនាយករដ្ឋមន្ត្រីហ៊ុនសែនលើកឡើងពីព្រឹកមិញនេះតាក់ទងនឹងអាដាមបាទសំណួរទី1របស់ខ្ញុំចំពោះអាដាមនេះតាក់ទងទៅនឹងរឿងក្តីក្តាំងទាំងឡាយណាដែលរវាងលោកហើយនឹងលោកនាយករដ្ឋមន្ត្រីហ៊ុនសែនលោកបានប្រកាសពីព្រឹកមិញនេះថាការប្តឹងផ្តល់លើកនេះការទារសំណងជំងឺចិត្តរាប់លានដុល្លារហ្នឹងគឺជាការទាមទារមែនទែនហើយរហូតដល់លោកបញ្ជាឲ្យគ្រប់អាជ្ញាធរពាក់ព័ន្ធទាំងឡាយណាហ្នឹងគឺថាមិនមានឲ្យដូរឈ្មោះផ្ទេរកម្មសិទ្ធិអីជាដើមពីព្រោះលោកបានចោទថាអគារទីស្នាក់ការរបស់គណៈបកសង្គ្រោះជាតិគឺមានឈ្មោះអាដាមផងបើសិនជាតុលាការក្រុងភ្នំពេញនឹងកាត់ក្តីឲ្យលោកនាយករដ្ឋមន្ត្រីហ៊ុនសែនឈ្នះនឹងលោកអាចនឹងឈានទៅលក់ទីស្នាក់ការនឹងដើម្បីយកលុយសងជំងឺចិត្តដល់លោកនាយករដ្ឋមន្ត្រីហ៊ុនសែនផងតើអាដាមមានប្រតិកម្មបែបណាដែរចំពោះដំណឹងចុងក្រោយនេះបាទការគម្រាមកំហែងចុងក្រោយរបស់លោកហ៊ុនសែនមកលើខ្ញុំនេះបង្ហាញថាគាត់កំពុងតែស្លន់ស្លោគាត់ដឹងថាគណៈបកប្រជាជនកម្ពុជានឹងខ្លួនគាត់នឹងចាញ់ឆ្នោតយ៉ាងអាម៉ាស់នៅក្នុងការបោះឆ្នោតឃុំសង្កាត់នៅសល់តែ4ខែទៀតហើយក្នុងការបោះឆ្នោតជាតិឆ្នាំក្រោយដូច្នេះគាត់ស្លន់ស្លោគាត់ទប់ស្កាត់ការឈឺចាប់របស់ប្រជារាស្ត្រកំហឹងរបស់ប្រជារាស្ត្រដែលនឹងបោះឆ្នោតទម្លាក់គាត់ដើម្បីនាំមកនូវការផ្លាស់ប្ដូរគាត់ធ្វើអ្វីទប់ស្កាត់ប្រជារាស្ត្របានគាត់បែរជាងមកគៀបសង្កត់ខ្ញុំគម្រាមកំហែងខ្ញុំចង់លក់ស្នាក់ការគណៈបកសង្គ្រោះជាតិប៉ុន្តែទង្វើឬការគម្រាមកំហែងដោយថោកទាបបែបនេះมันមានប្រសិទ្ធភាពទេផ្ទុយទៅវិញធ្វើឲ្យប្រជារាស្ត្រឃើញច្បាស់ថាគាត់លោកហ៊ុនសែនចង់កម្ចាត់គណៈបកសង្គ្រោះជាតិពីព្រោះមានតែគណៈបកសង្គ្រោះជាតិមួយគត់ដែលជាក្តីសង្ឃឹមរបស់ប្រជារាស្ត្រខ្មែរបាទអាដាមក៏បានជ្រាបដែរហើយថាថ្ងៃនេះលោកនាយករដ្ឋមន្ត្រីហ៊ុនសែនក៏បានប្រកាសថានឹងស្នើច្បាប់ហាមឃាត់មិនឲ្យជនជាប់ទោសទាំងឡាយណាឡើងធ្វើជាប្រធាននិងអនុប្រធានគណៈបកនយោបាយទេបើសិនជាលោកនាយករដ្ឋមន្ត្រីហ៊ុនសែនធ្វើតាមអ្វីដែលគាត់មានប្រសាសន៍នេះមែនមានន័យថាអនាគតនយោបាយរបស់អាដាមមិនចប់តែត្រឹមហ្នឹងឬអាដាមខ្ញុំជឿថាអំណាចលោកហ៊ុនសែនទេនឹងដល់ទីបញ្ចប់ថ្ងៃណាមួយមិនយូរទេហើយខ្ញុំអស់សំណើចពីព្រោះលោកហ៊ុនសែនគាត់ពូកែប្តឹងខ្ញុំរឿងកំពេចកំពុកអារឿងធំដុំដូចជារឿងផែនការក5ដែលខ្ញុំចោទថាលោកហ៊ុនសែនលោកហេងសំរិនគឺជាអ្នកទទួលខុសត្រូវក្នុងការអនុវត្តផែនការក5ដែលធ្វើឲ្យប្រជារាស្ត្រស្លាប់រាប់ម៉ឺនរាប់សែនដែលជាអក្រិតកម្មប្រឆាំងមនុស្សជាតិការចោទប្រកាន់របស់ខ្ញុំនេះគឺធ្ងន់ធ្ងរមែនទែនជារឿងពិតលោកហ៊ុនសែនអត់ហ៊ានប្តឹងខ្ញុំទេគេចោទថាខ្លួនជាឃាតករអត់ហ៊ានប្តឹងខ្ញុំទេតែប្តឹងរឿងកំពេចកំពុកជាមួយនឹងនាងកញ្ញាថាមួយដែលគាត់ប៉ុនប៉ងសោកលុយដើម្បីឲ្យគេមករករឿងឆាឆៅគណៈបកសង្គ្រោះជាតិពេលនេះនឹងជារឿងកំពេចកំពុកទេរឿងនយោបាយកពេចកពុកលេងសើចដែលគាត់ធ្លាប់តែលេងលបែងនយោបាយទិញគេទិញឯងជួលគេជួលឯងប៉ុន្តែអារឿងធ្ងន់ធ្ងរមែនទែនអារឿងសម្លាប់គេរាប់ម៉ឺនរាប់សែនអ្នកមិនខុសពីខ្មែរក្រហមមិនខុសពីប៉ុលពតប៉ុន្មានទេចោទរឿងបែបហ្នឹងស្ងាត់ជ្រាបមានន័យថាអារឿងធំរឿងដែលគាត់ជាជនអក្រិតមែននោះគឺគាត់ទទួលស្គាល់គាត់ឲ្យហ៊ានប្តឹងខ្ញុំទេបាទបាទតកតងនឹងរឿងមួយទៀតនៅក្នុងការប្រកាសរបស់លោកនាយករដ្ឋមន្ត្រីហ៊ុនសែនព្រឹកមិញនេះនៅរដ្ឋសភានេះលោកបានមានប្រសាសន៍តកតងទៅលោកកឹមសុខាអំពីរឿងថាការសន្យា3ថ្ងៃលោកនាយករដ្ឋមន្ត្រីហ៊ុនសែនមានប្រសាសន៍ថា3ថ្ងៃហើយមិនព្រមឃើញធ្វើនោះតើអ្វីដែលលោកនាយករដ្ឋមន្ត្រីហ៊ុនសែនចង់ឲ្យលោកកឹមសុខាធ្វើហើយលោកកឹមសុខាមិនធ្វើនោះបាទរឿងដដែលទេមិនមែន3ថ្ងៃទេ10ថ្ងៃហើយ30ថ្ងៃហើយហ្នឹងគាត់និយាយដដែលទទូចដដែលឲ្យកឹមសុខាបែកពីសំរងស៊ីបន្ទាប់ពីគាត់បរាជ័យក្នុងការប៉ុនប៉ងឲ្យសំរងស៊ីបែកពីកឹមសុខាគាត់បែកទៅលួងលោមផងសម្លុតផងលើកឹមសុខាឲ្យកឹមសុខាបែកពីសំរងស៊ីតែគាត់ល្មមយល់ហើយប៉ុណ្ណឹងគេបានបង្ហាញគាត់ចំហរបស់សង្គ្រោះជាតិកឹមសុខាសំរងស៊ីរឹងមាំតែរឹងមាំប៉ុណ្ណឹងហើយគាត់ល្មមយល់ហើយថាសំរងស៊ីកឹមសុខាគឺមនុស្សតែមួយទេគឺជាដៃគូចាប់រស់ដើម្បីសង្គ្រោះជាតិដូច្នេះទោះជាគាត់សម្លុតគាត់
ទិញគាត់ប្រើល្បិចយ៉ាងណាប្រើដុល្លារការរបស់គាត់មករៀបរៀងគម្រាមកំហែងធ្វើទុកបុកម្នេញយើងអត់ខ្លាចទេយើងអត់ចោះចាញ់ទេយើងនៅតែហ៊ានតស៊ូដើម្បីនាំមកនូវការផ្លាស់ប្ដូរតាមដែលអ្វីប្រជារាស្ត្រខ្មែរចង់បានបាទអញ្ចឹងអាដាមនៅតែមានសង្ឃឹមថាអាដាមនឹងអាចត្រឡប់ចូលទៅប្រទេសកម្ពុជាវិញរៀបចំត្រឡប់ទៅប្រទេសកម្ពុជាវិញដើម្បីចូលរួមការបោះឆ្នោត2017 2018ខាងមុខនឹងដដែលបាទសង្ឃឹមរបស់ខ្ញុំមិនមែនស្ថិតនៅលើហ៊ុនសែនទេសេចក្តីសង្ឃឹមរបស់ខ្ញុំគឺស្ថិតនៅលើប្រជារាស្ត្រខ្មែរហើយតឡាការដែលលោកហ៊ុនសែនបញ្ជានោះគ្មានបានការទេតឡាការនោះខ្ញុំគ្មានឲ្យតម្លៃទេអ្វីដែលសំខាន់គឺតុលាការប្រជារាស្ត្រខ្មែរប្រជារាស្ត្រខ្មែរជាចៅក្រមជាអ្នកសម្រេចក្តីចុងក្រោយរវាងគណៈបកប្រជាជនកម្ពុជានិងគណៈបកសង្គ្រោះជាតិរវាងហ៊ុនសែននិងសំរងស៊ីប្រជារាស្ត្រខ្មែរនឹងកាត់ក្តីឲ្យអ្នកណាឈ្នះអ្នកណាចាញ់ឈរលើគតិយុត្តិធម៌ឈរលើទឹកចិត្តស្នេហាជាតិឈរលើភាពស្មោះត្រង់ចំពោះប្រជារាស្ត្រខ្មែរនឹងលោកនឹងកាត់ក្តីក្នុងការបោះឆ្នោតឃុំសង្កាត់ឆ្នាំនេះនិងក្នុងការបោះឆ្នោតថ្នាក់ជាតិឆ្នាំក្រោយបាទអរគុណអាដាមសូមជម្រាបលាអាដាមអរគុណជម្រាបលាបាទអំបញ្ញមិញនេះគឺជាបទសម្ភាសរវាងខ្ញុំបាទនិងលោកសំរងស៊ីពីប្រទេសបារាំងឥឡូវនេះយើងមានប្រតិកម្មពីគណៈបកសង្គ្រោះជាតិដែលថាការលុបចោលតំណាងក្រុមព្រាកតិចនិងភាគច្រើននៅក្នុងរដ្ឋសភាដោយតំណាងរាស្ត្រគណៈបកប្រជាជនកម្ពុជាគឺជាការលុបបំបាត់ស្ថាប័នជាតិនៅក្នុងស្ថាប័នជាតិក្នុងនីតិបញ្ញត្តិប្រសាសន៍របស់លោកអេងឆៃអៀងធ្វើឡើងក្នុងសន្និសីទកាសែតនៅព្រឹកថ្ងៃទី31ខែមករាភ្លាមក្រោយពេលដែលតំណាងរាស្ត្រ67រូបរបស់គណៈបកប្រជាជនកម្ពុជាធ្វើវិសោធនកម្មកែប្រែប្រកាស48(3) នៃបទបញ្ជាផ្ទៃក្នុងសភាលែងឲ្យមានប្រធានក្រុមសម្លេងភាគតិចនិងភាគច្រើនក្នុងសភាតទៅទៀតប្រហែលថ្ងៃកន្លងនេះគឺប្រព័ន្ធផ្សព្វផ្សាយច្រើនផ្សាយថាថ្ងៃនេះគេនឹងដកតំណែងលោកទុំសខាចេញពីប្រធានក្រុមដឹកនាំសេដ្ឋកិច្ចខ្ញុំសូមថារឿងនឹងមិនមែនជារឿងបុគ្គលទេគឺជាការលុបបំបាត់ស្ថាប័នដូច្នេះថ្ងៃនេះដែលរដ្ឋសភាដែលមានតែខាងគណៈបកប្រជាជនកម្ពុជាដែលធ្វើវិសោធនកម្មបទបញ្ជាផ្ទៃក្នុងប្រកាស48ថ្មី3ឲ្យទៅជាដូចដើម2វិញហ្នឹងគឺមិនមែនជាការដកតំណែងលោកកឹមសុខាទេគឺជាការលុបបំបាត់ស្ថាប័ននៃការសម្លេងភាគតិចនិងភាគច្រើនអញ្ចឹងសូមឲ្យអ្នកសារព័ត៌មានដាក់ឲ្យច្បាស់ទៅនឹងព្រោះបើដាក់អញ្ចឹងខ្លាចថាគេមិនសូវមើលមិនសូវអានប៉ុន្តែការពិតមិនមែនរឿងបុគ្គលគឺថាគេអាចដាក់តំណែងបានដែរប៉ុន្តែអ្វីសំខាន់ស្ថាប័ននឹងបាត់ទៅហើយបាទស្ថាប័ននឹងបាត់ហើយអញ្ចឹងខ្ញុំសូមបញ្ជាក់ប៉ុណ្ណឹងបាទប្រកាស48ថ្មី3នៃបទបញ្ជាផ្ទៃក្នុងសភាត្រូវបានគណៈបកសង្គ្រោះជាតិនិងគណៈបកប្រជាជនកម្ពុជាព្រមព្រៀងគ្នាក្នុងពេលចរចាគ្នាកាលពីឆ្នាំ2014ក្រោយការបញ្ចប់ភាពជាប់គាំងនយោបាយក្រោយការបោះឆ្នោតដើម្បីធ្វើយន្តការពិភាក្សាគ្នាអំពីបញ្ហាជាតិរវាងគណៈបកទាំងពីរអ្នកវិភាគសង្គមបណ្ឌិតមាសនេះយល់ឃើញថានេះគឺជាការឥតប្រយោជន៍គណៈបកទាំងពីរនៅតែរំពឹងដូចគ្នាថាវប្បធម៌សន្តិនិកនឹងនៅតែបន្តតាមរយៈសមាជិកគណៈកម្មាធិការរដ្ឋសភាដែលមានស្រាប់បាទជាបន្តទៅទៀតនេះខ្ញុំបាទនឹងមានការសម្ភាសពិភាក្សាផ្ទាល់ជាមួយនឹងវាគ្មិនពីររូបគឺអ្នកវិភាគសង្គមលោកបណ្ឌិតមាសនេះនិងលោកកឹមសុខលោកទាំងពីរអ្នកនេះភ្ជាប់ជាមួយយើងពីភ្នំពេញបាទសូមជម្រាបសួរលោកទាំងពីរម្ដងទៀតបាទសូមជម្រាបសួរបាទបាទយើងពេលវេលាខ្លីមុននេះបន្តិចយើងទៅជែកគ្នានៅលើវិទ្យុម្ដងរួចទៅហើយអំពីស្ថានភាពនយោបាយចុងក្រោយនេះយើងឃើញថាអ្វីដែលលោកនាយករដ្ឋមន្ត្រីបានលើកឡើងនេះគឺថាបើភាសារបស់លោកកឹមសុខកាលដែលយើងទៅជែកគ្នានៅលើវិទ្យុអំបញ្ញមិញនេះលោកកឹមសុខបានមានប្រសាសន៍ថានេះគឺជាការប្លន់ស្របច្បាប់របស់លោកនាយករដ្ឋមន្ត្រីហ៊ុនសែនហើយការប្លន់ស្របច្បាប់នេះប្រហែលជាលោកមានន័យថាលោកនាយករដ្ឋមន្ត្រីហ៊ុនសែនដើម្បីចង់ធ្វើអ្វីមួយនឹងគឺលោកបង្កើតច្បាប់
ជាទូទៅគឺលោកបង្កើតច្បាប់ធ្វើបែបនេះបង្កើតច្បាប់ធ្វើបែបនោះទៅតាមចិត្តដែលលោកចង់បានតើលោកកឹមសុខចង់មានន័យយ៉ាងទេការដែលថាលោកនាយករដ្ឋមន្ត្រីហ៊ុនសែនប្លន់ស្របច្បាប់នេះការពិតគឺបែបហ្នឹងចំណុចដែលយើងឃើញជាក់ស្ដែងហើយគាត់និយាយខ្លួនគាត់ថាតំណែងប្រធានក្រុមអតិភិតិចជាតំណែងខ្យល់គាត់និយាយនៅក្នុងសភាតែម្ដងមិនមែនអ្នកណាទៅខ្លែងបន្លំទេបើជាតំណែងខ្យល់មានន័យថាគាត់បង្កើតក្រុមអតិភិតិចគ្រាន់តែជាយុទ្ធសាស្ត្រនយោបាយរបស់គាត់ដើម្បីលូកដៃទៅចាប់អ្នកណាម្នាក់រវាងលោកសំរងស៊ីនិងលោកកឹមសុខាហើយធ្វើឲ្យមានការភ័ន្តច្រឡំបំបែកគណៈបកសង្គ្រោះជាតិតែប៉ុណ្្នឹងទេមិនមែនជាគោលដៅធ្វើប្រជាធិបតេយ្យនិយកម្មសម្រាប់ប្រទេសជាតិទាំងមូលទេអាហ្នឹងអ្វីដែលយើងមើលឃើញចំណុចជាក់ស្ដែងត្រង់ហ្នឹងណាគឺគាត់យកច្បាប់ជាមូលដ្ឋានច្បាប់ហាក់ដូចជាច្បាប់ក៏ប៉ុន្តែក្នុងគោលក្នុងកិច្ចកលនយោបាយចំណុចដែលយើងឃើញជាក់ស្ដែងគាត់ប្រើពាក្យថាអាហ្នឹងគាត់ស្នើតាដូច្នេះគាត់ស្នើជាអ្នកបង្កើតក៏គាត់ស្នើក្នុងការដកវិញបានដែរបាទនេះថាពេលណាដែលគាត់ចង់លេងអាហ្នឹងគាត់លើកអាហ្នឹងគាត់ស្នើអាហ្នឹងពេលណាគាត់ចង់ឈប់លេងអាហ្នឹងមានន័យថាអាហ្នឹងវាមានអត់មានតម្លៃសម្រាប់នយោបាយចំណេញដល់គាត់គឺគាត់ដកអាហ្នឹងមកវិញអានេះជាអ្វីដែលយើងមើលឃើញកន្លងមកជាបន្តបន្ទាប់មកបាទសូមអរគុណលោកកឹមសុខបាទលោកបណ្ឌិតមាសនេះចំណុចមួយទៀតដែលលោកនាយករដ្ឋមន្ត្រីហ៊ុនសែនលើកឡើងហើយប្រហែលជាប្រភពនៃបញ្ហាទាំងអស់ឡើងមកនេះនឹងគឺពីរឿងដែលអ្វីដែលលោកនាយករដ្ឋមន្ត្រីហ៊ុនសែននឹងចង់ឲ្យលោកកឹមសុខាធ្វើហើយទុកពេលឲ្យ3ថ្ងៃថាលោកកឹមសុខាសន្យាជាមួយលោក3ថ្ងៃហើយមិនព្រមធ្វើហើយនៅពេលដែលមានការសន្យាគ្នានោះយើងក៏ចាប់ផ្ដើមឮពីខាងមន្ត្រីជាន់ខ្ពស់គណៈបកប្រជាជនកម្ពុជានឹងថាអ្នកទោសទាំងប្រមាណនឹងអាចដោះលែងនៅចុងខែធ្នូឆ្នាំ2016អីជាដើមទីបំផុត3ថ្ងៃហើយទៅនឹងក៏មិនឃើញលោកកឹមសុខានឹងបានចេញធ្វើអ្វីតាមលោកនាយករដ្ឋមន្ត្រីហ៊ុនសែនចង់បានហើយយើងមកដល់ពេលនេះយើងដឹងតាមប្រធានគណៈបកប្រឆាំងនឹងលោកសំរងស៊ីនឹងថាអ្វីដែលលោកនាយករដ្ឋមន្ត្រីចង់ឲ្យលោកកឹមសុខាធ្វើនឹងគឺថាឲ្យចេញសម្បត្តិមួយបញ្ជាក់ថាគណៈបកសង្គ្រោះជាតិកោតទោសជនទាំងឡាយណាដែលប្រមាថមើលងាយគ្រួសារលោកនាយករដ្ឋមន្ត្រីហ៊ុនសែនហ៊ានថាកូនច្បងរបស់លោកគឺលោកហ៊ុនម៉ាណែតនឹងជាកូនរបស់មេដឹកនាំវៀតណាមលេដឹកថហើយគណៈបកសង្គ្រោះជាតិនឹងដេញអ្នកណាក៏ដោយចុះចេញពីគណៈបកបើសិនជារកឃើញថាបានប្រើពាក្យនេះមែននេះជាលិខិតដែលព្រៀងដែលលោកសំរងស៊ីឬមួយក៏អនាមឹកពីររូបផ្ញើមកអាស៊ីសេរីនឹងថាចេញពីលោកនាយករដ្ឋមន្ត្រីហ៊ុនសែនផ្ញើតាមលោកអ្នកកសែតម្នាក់លោកសយសុភាពដើម្បីបញ្ជូនយកទៅឲ្យលោកកឹមសុខាហើយឲ្យលោកកឹមសុខានឹងចុះហត្ថលេខាបញ្ជូនចេញទៅបន្ទាប់ពីបញ្ជូនចេញទៅហើយនឹងគឺថានឹងមានអ្នកណាម្នាក់នៅក្នុងផ្ទៃក្នុងគណៈបកសង្គ្រោះជាតិនឹងចេញមកបកស្រាយដោយមានភ័ស្តុតាងផងថាលោកសំរងស៊ីប្រកាសជាបានប្រើពាក្យនេះមែនហើយក៏ឲ្យលោកកឹមសុខាដេញលោកសំរងស៊ីចេញពីគណៈបកនឹងទៅដូច្នេះគោលបំណងរបស់លោកហ៊ុនសែននឹងគឺថាបើសិនជាលិខិតនឹងជាការពិតបើសិនជាលោកសំរងស៊ីនិយាយនឹងគឺជាការពិតមែនគោលបំណងរបស់លោកនាយករដ្ឋមន្ត្រីហ៊ុនសែនគឺបំបែកមិនឲ្យលោកសំរងស៊ីនៅក្នុងគណៈបកសង្គ្រោះជាតិតទៅទៀតដូច្នេះតើការដែលបំបែកនេះវាជាការសំខាន់បែបណាទៅការដែលបំបែកលោកសំរងស៊ីដកលោកសំរងស៊ីចេញមិនឲ្យធ្វើនៅក្នុងគណៈបកសង្គ្រោះជាតិនឹងឥឡូវនឹងទៀតក៏ដោយចុះបើគោលបំណងរបស់គាត់ឲ្យលោកសំកឹមសុខាធ្វើមិនសម្រេចនឹងឥឡូវគាត់ចាប់ផ្ដើមថានឹងរៀបរៀងមិនឲ្យលោកសំរងស៊ីនឹងធ្វើជាប្រធានគណៈបកនយោបាយបើសិនជាតុលាការរកឃើញថាលោកមានទោសឲ្យជាដើមហើយភាគច្រើនយើងនឹងឃើញថាតុលាការនឹងកាត់ទោសលោកសំរងស៊ីមានទោសមែនតើវាសំខាន់បែបណាទៅការដែលមិនមានលោកសំរងស៊ីនៅក្នុងគណៈបកសង្គ្រោះជាតិនឹងសូមអញ្ជើញលោកបណ្ឌិតមាសនេះបាទជំរាបសួរលោកជនច័ន្ទវត្តបាទខ្ញុំមានការសោកស្ដាយសារលបែងកខ្វក់របស់អ្នកនយោបាយខ្មែរមកដល់ពេលនេះហាក់ដូចជាមិនទាន់បានបំបត្តិចោលទៅវិញទេហើយនៅតែដូចជានៅតែបន្តលេងតទៅទៀតបាទខ្ញុំបានគិតប្រមាលមើលមួយកាលពីការលើកលែងទោសឲ្យអាយដាមកឹមសុខាកាលនោះមានកំណត់ពីរកើតឡើងគឺទី1យើងគិតថាវាជាអាចដំណោះស្រាយប្រកបដោយវិជ្ជមានដែលនឹងឈានទៅរកការបើកផ្លូវឲ្យស្ថានភាពនយោបាយស្រុកខ្មែរនឹងមានស្ថិរភាពឡើងវិញក៏ប៉ុន្តែមួយទៀតក៏យើងបានຕົកនៅផ្លូវមួយច្រកមួយដែរថាបើសិនជាលបែងកខ្វក់
ដែលអ្នកនយោបាយខ្មែរបានលេងនឹងគេនឹងយកមកលេងវិញយើងមានជំនឿថានឹងមានរឿងល្ខោនច្រើនទៀតដែលមានកើតឡើងហើយពិសេសអាចអាដាមកំសុខាពេលដែលនៅជាប់ឃុំឃាំងនៅក្នុងការិយាល័យអាចសុកស្រួលជាជាងការចេញមកក្រៅបាទយើងឃើញថានៅក្នុងរយៈពេលប្រហែលថ្ងៃក្រោយនេះហើយនឹងការលេចលឺអំពីការទៅជែកគ្នាជាសម្ងាត់រវាងលោកនាយករដ្ឋមន្ត្រីជាមួយអាដាមកំសុខានោះក៏បានបង្ហាញឲ្យឃើញនៅទស្សនវិជ្ជាមួយដែលធ្វើឲ្យលោកកឹមសុខានឹងត្រូវស្ថិតនៅក្នុងចន្លោះនៃបញ្ហាពីរគឺទី1បើសិនជាសុខចិត្តធ្វើម៉េចឲ្យមានដំណោះស្រាយក្នុងការដោះលែងដល់មន្ត្រីរបស់ខ្លួនហើយមន្ត្រីសិទ្ធិមនុស្សនិងមន្ត្រីកជបលោកកឹមសុខាត្រូវទទួលយករឿងមួយហ្នឹងក៏ប៉ុន្តែត្រូវប្រឈមមួយទៀតគឺការផ្ដាច់ចំណងតាក់ទងជាមួយអាដាមលោកសំរងស៊ីបាទអញ្ចឹងរឿងទាំងពីរនេះតាមខ្ញុំមើលគឺសិតតែជារឿងគ្រោះថ្នាក់សម្រាប់លោកកឹមសុខាទាំងសងខាងអញ្ចឹងបានន័យថាលោកកឹមសុខាហាក់ដូចជាពេលដែលត្រូវបានដោះលែងឲ្យមកនៅខាងក្រៅឃុំវិញក៏លោកគឺក៏ការលើកលែងទោសហើយគឺលោកកឹមសុខាហាក់ដូចជាមានដំណើរពិបាកជាងមុនឆ្ងាយបាទតាក់ទងទៅនឹងថាតើលោកត្រូវដើរខ្សែខាងណាមួយសម្រាប់សំណួរលោកជុនច័ន្ទបុតដែលសួរថាតើហេតុអីបានជាវាមានសារៈសំខាន់សម្រាប់លោកអាដាមសំរងស៊ីហើយនិងលោកកឹមសុខាបើយើងមើលនៅក្នុងគណៈបកសង្គ្រោះជាតិអ្នកដឹកនាំ2នាក់នេះគឺមានចំណុចខ្លាំងហើយនិងចំណុចខ្សោយរៀងខ្លួនប៉ុន្តែ2នាក់ហ្នឹងអាច2+2អាចបាន10ហើយខ្ញុំគិតថាសម្រាប់ប្រមុខរដ្ឋាភិបាលគឺគាត់ស្គាល់ច្បាស់អំពីថាតើវានឹងអាចមានអីអ្វីកើតឡើងបើសិនជាមេដឹកនាំទាំងពីរនៅធ្វើការបន្តជាមួយគ្នាតទៅទៀតទី1គឺយើងឃើញជាក់ស្ដែងដូចជាពេលដែលអាដាមសំរងស៊ីបានវិលត្រឡប់មកកាន់ស្រុកខ្មែរវិញជាលើកទី1យើងឃើញថាកម្លាំងនៃការគ្រប់គ្រងរបស់ទៅដល់អាដាមសំរងស៊ីនេះគឺមានសភាពធំធេងមកហើយបង្ហាញផុសតាំងជាក់ស្ដែងថាប្រជាប្រិយនេះបើមិនមានការទប់ស្កាត់ទេហើយបដ ாய் ឲ្យអាដាមសំរងស៊ីនឹងមានជីវិតនយោបាយដោយសេរីក្នុងស្រុកខ្មែរទៀតគឺវានឹងអាចប៉ះពាល់ទៅដល់ស្ថិរភាពអំណាចរបស់គណៈបកប្រជាជននៅក្នុងពេលអនាគតអានេះជារឿងមួយហើយរឿងទី2ទៀតហេតុអីបានជាមកដល់ក្រោយទៀតយើងឃើញថាពេលដែលមានការចោទប្រកាន់ទៅលើអាដាមសំរងស៊ីហើយគួរណាស់តែទុកពេលឲ្យគាត់នឹងមកចូលក្នុងស្រុកទៅហើយយើងចាប់ដាក់គុកអីឲ្យដូចអ្នកនយោបាយដទៃទៀតទៅតែបែរជារាំងខាត់រាំងមិនឲ្យសូម្បីតែយន្តហោះមកដល់ទីក្រុងភ្នំពេញហើយក៏ត្រូវបញ្ជូនទៅវិញដែរបាទអញ្ចឹងវានៅក្នុងលក្ខខណ្ឌមួយបើសិនជាមានវត្តមានរបស់អាដាមសំរងស៊ីនៅក្នុងស្រុកទុកឲ្យនៅមានសេរីភាពក៏ពិបាកហើយចាប់លោកសំរងស៊ីដាក់គុកក៏រដ្ឋាភិបាលមានការពិបាកទាំងការរក្សានៅក្នុងស្ថិរភាពនៅក្នុងស្រុកហើយក៏ពិបាកក្នុងការប្រឈមជាមួយនឹងសម្ពាធពីអន្តរជាតិផងដែរបាទនេះជាបញ្ហាមួយដែលយើងឃើញថាការបំបែកបំបាក់ធ្វើឲ្យមានការឃ្លាតឆ្ងាយគ្នារវាងលោកសំរងស៊ីហើយលោកកឹមសុខានេះវាមានសារៈសំខាន់ណាស់សម្រាប់អ្នកនយោបាយគូតបដិបកមកខាងទៀតបាទទោះបីជាក្នុងលក្ខខណ្ឌបែបណាក៏ដោយបើសិនជាក្បាលម៉ាស៊ីនរបស់អ្នកនយោបាយទាំងពីរនឹងនៅតែដើរជាមួយគ្នាគឺការប្រកួតនៅប្រជែងនៅប្រជាប្រិយភាពអាចនឹងមានការពិបាកច្រើនសម្រាប់គណៈបកប្រជាជននៅពេលខាងមុខបាទសំណួររបស់ខ្ញុំបន្តលោកបណ្ឌិតហើយនិងលោកកឹមសុខអ្នកណាមួយឆ្លើយក៏បានដែរនៅពេលដែលលោកសំរងស៊ីប្រកាសពីទីក្រុងសេអ៊ូលនៃប្រទេសកូរ៉េខាងត្បូងថាលោកត្រឡប់មកវិញបើទុកជាគេចាប់ខ្លួនលោកក៏ដោយចុះទីប្រភពស្អែកឡើងគាត់ថាគាត់មិនមកវិញទេដែលហេតុថាសមាជិកជាន់ខ្ពស់នៃគណៈបកសង្គ្រោះជាតិនឹងហាមគាត់សម្រេចថាមិនអោយគាត់មកទេដើម្បីកុំអោយមានវិបត្តិអីជាដើមនៅទីលានយន្តហោះនៅពលានយន្តហោះនឹងខ្លាចក្រៃលូមានវិបត្តិអីប៉ះពាល់ដល់អ្នកគ្រប់គ្រងប៉ះពាល់ដល់អាយុជីវិតប្រជាពលរដ្ឋនៅពេលហ្នឹងប្រជាប្រិយភាពរបស់លោកសំរងស៊ីចំពោះមនុស្សមួយចំនួនរៀងធ្លាក់ចុះបើទៅយើងឃើញនៅលើបណ្ដាញសង្គម Facebook អ្នកខ្លះចាប់ផ្ដើមវាយតម្លៃលោកថាលោកមានរឿងអីកិច្ចខ្លួនបងជាទុនសាយអីជាដើមដូច្នេះមានអ្នកខ្លះហ្នឹងគឺចាប់ផ្ដើមមើលឃើញថាលោកសំរងស៊ីហ្នឹងភ័យខ្លាចរួចទៅហើយការវិវត្តចុងក្រោយមកនេះ
យើងឃើញច្បាស់ថាគណៈលោកនាយករដ្ឋមន្ត្រីហ៊ុនសែននឹងប្រើប្រាស់គ្រប់មធ្យោបាយទាំងអស់ដើម្បីបំបែកលោកពីលោកកឹមសុខាផងដើម្បីមិនឲ្យចូលប្រទេសវិញផងមានការបង្កើតច្បាប់ដើម្បីកុំឲ្យមេគណៈបកឬអនុប្រធានគណៈបកនឹងចូលឈ្មោះជាប្រធានគណៈបកអីជាដើមតើការវិវត្តចុងក្រោយនេះអាចផ្ដល់ផលចំណេញដល់លោកសំរងស៊ីវិញទេចំពោះអ្នកដែលចោទថាលោកនឹងកំសាកនឹងស្ទីបំផុតឃើញថាអ្វីដែលគេធ្វើនឹងគឺចង់បំផ្លាញលោកមែននឹងតើធ្វើឲ្យចំណេញដល់លោកសំរងស៊ីវិញទេឬមួយក៏កាន់តែខាតដល់លោកសំរងស៊ីសូមអញ្ជើញលោកកឹមសុខបាទចំណុចលោកនេះនេះមួយសំខាន់បាទសូមអញ្ជើញខ្ញុំស្ដាប់មិនទាន់វិញបាទសូមអញ្ជើញលោកកឹមសុខបាទសូមទោសបាទចំណុចសំខាន់គឺមិនមែនលោកសំរងស៊ីតែឯងទេក្នុងនយោបាយជាប្រយោភាពនៅកម្ពុជាបកប្រឆាំងក៏មិនមែនសកម្មភាពលោកកឹមសុខាតែឯងដែរគឺសកម្មភាពកម្លាំងរួមចលនារួមសំរងស៊ីនិងកឹមសុខាចលនារួមសំរងស៊ីនិងកឹមសុខាវាទៅជាចលនានយោបាយរួមហើយចលនានយោបាយនឹងវាខ្លាំងអាចលនានយោបាយរួមនឹងវាខ្លាំងនឹងហើយបានជាគេប្រើវិធីសពបែបយ៉ាងដូចដែលខ្ញុំធ្លាប់ជម្រាបពីមុនដើម្បីបំបែកបានន័យថាបើកឹមសុខាដោយឡែកបើសំរងស៊ីដោយឡែកគឺអត់ខ្លាំងទេតែបើកឹមសុខានិងសំរងស៊ីនៅជាមួយគ្នាចលនានយោបាយរួមនឹងគឺខ្លាំងអ្វីដែលគេបានចោទពីមុនថាលោកសំរងស៊ីមិនហ៊ានចូលស្រុកទេបងជាទុនសាយស្អីគេហ្នឹងអាហ្នឹងវាអញ្ចេះវាទោះតែយើងមើលស្ថានភាពនយោបាយកម្ពុជាយើងឲ្យច្បាស់ស្ថានភាពនយោបាយកម្ពុជាយើងពិបាកស្មានណាថាចូលមកវាគ្រោះថ្នាក់ដល់កម្រិតណាយើងមើលនៅប្រទេសហ្វីលីពីនឆ្នាំ1983លោក Benigno Aquino នៅពេលដែលគាត់ចូលមកដល់ពលានយន្តហោះនៅហ្វីលីពីនគឺត្រូវគេបាញ់ស្លាប់ប៉ុន្តែបាញ់ស្លាប់ក្រោយមកបានកូរ៉ាโซមកកូរ៉ាโซណាគីណូដែលជាប្រពន្ធរបស់គាត់នៅឆ្នាំ1986ហ្នឹងគាត់បានឡើងធ្វើជាប្រធានាធិបតីដោយសារតែប្រជាប្រិយភាពរបស់ប្តីអញ្ចឹងឃើញទេកាលណា Benigno Aquino ឆ្នាំ1983ចូលមកបាញ់ស្លាប់ហើយស្ថានភាពនយោបាយពេលនោះនៅប្រទេសហ្វីលីពីនវាប្រហាក់ប្រហែលនឹងប្រទេសកម្ពុជាដូច្នេះយើងត្រូវជ្រើសរើសយកបែបណាតើយើងត្រូវជ្រើសរើសយកវិធីក្នុងការប្រថុយប្រឋានមួយដែលមិនចំណេញឬមួយយើងត្រូវជ្រើសរើសយកវិធីមួយចំណេញដែលមានកម្លាំងរួមផ្សំដែលជាកម្លាំងប្រជារាស្ត្រទុកចិត្តបានហើយមកដល់ស្ថានភាពពេលនេះនៅពេលដែលយើងមើលឃើញថាគណៈបកកាន់អំណាចគូប្រជែងហ្នឹងកំពុងតែជាយើងបំបែកនោះអ្វីដែលបញ្ជាក់ច្បាស់ថាសំរងស៊ីនិងកឹមសុខាដែលនៅជាមួយគ្នាជាចលនានយោបាយខ្លាំងរួមហ្នឹងវាទៅខ្លាំងហើយខ្លាំងហ្នឹងវាអញ្ចេះទៀតយើងប្រៀបធៀបបែបនេះបានដឹងថាខ្លាំងប្រៀបធៀបថានៅពេលដែលចលនានយោបាយនឹងវាខ្លាំងចលនានយោបាយរវាងលោកសំរងស៊ីនិងកឹមសុខារួមគ្នាអញ្ចឹងវាខ្លាំងនៅត្រង់ណាយើងប្រៀបធៀបជាមួយនឹងគណៈបកប្រជាជនកម្ពុជានៅដឹងហើយគណៈបកកណ្ដាលអំណាចគណៈបកសង្គ្រោះជាតិនេះគណៈបកប្រឆាំងនេះនៅពេលដែលចុះមូលដ្ឋានមិនចាំបាច់ទៅលោកសំរងស៊ីនិងលោកកឹមសុខាទេនៅពេលដែលអ្នកទាំងពីរនឹងនៅរួមគ្នាសូម្បីតែមន្ត្រីជាន់ខ្ពស់ឬអ្នកផ្សេងចូលទៅមូលដ្ឋានគឺមានប្រជារាស្ត្រគ្រប់គ្រងឲ្យមកចូលរោមមកទទួលប៉ុន្តែយើងមើលផ្អៀងទៅគណៈបកប្រជាជនកម្ពុជាវិញងាកមើលវិញគឺថាសូម្បីតែលោកនាយករដ្ឋមន្ត្រីហ៊ុនសែនបើថាគាត់ចុះទៅណាបើមិនចុះទៅទាត់បាល់ជាមួយក្មេងទេយើងឃើញថាអត់មាននរណាមកទទួលគាត់ទេចំណុចទី1ចំណុចទី2បើមានអ្នកមកទទួលគឺឃើញតែមានអ្នកវិបត្តិដីធ្លីអ្នកវិបត្តិរឿងផ្សេងវិបត្តិជាច្រើននៅក្នុងសង្គមគ្រឿងញៀនអីមកឲ្យគាត់ដោះស្រាយជាពិសេសរឿងដីធ្លីអានឹងវាជារូបភាពខុសគ្នាហើយបញ្ជាក់ច្បាស់ណាស់ហើយលោកនាយករដ្ឋមន្ត្រីហ៊ុនសែនគាត់ឃើញចំណុចហ្នឹងគាត់ដឹងខ្លួនឯងច្បាស់ថាកម្រិតនៃប្រជាប្រិយភាពរបស់គាត់ប៉ុណ្ណាអ្វីដែលមើលឃើញថាការមិនហ៊ានចូលស្រុករបស់លោកស្រមយ៉ាងស៊ីមកដល់ពេលនេះហើយប៉ុន្តែគាត់នៅតែចាប់ដៃជាប់ជាមួយនឹងលោកកឹមសុខាក្នុងស្ថានភាពនយោបាយបច្ចុប្បន្នមើលទៅវាអត់មានឥទ្ធិពលក្នុងការបង្អាប់បន្ទោសពីសំណាក់ប្រជារាស្ត្រអីទៀតទេពីព្រោះអ្វីក្នុងស្ថានភាពមួយដែលប្រជារាស្ត្រមើលឃើញយល់ច្បាស់ថាសូម្បីតែច្បាប់គេស្នើឲ្យមួយផ្លែតគេចង់ដោះដូរវិញបានគេចង់ចាប់អ្នកណាដាក់គុកបំភ្លៃច្បាប់សពបែបយ៉ាងរឿងអីដែលគ្រប់យ៉ាងផ្សេងទៀតវាមិនអាចកើតឡើងដូច្នេះវាទៅជាសេចក្តីអាណិតអាសូរហើយនឹងយើងការអនុគ្រោះទៅវិញរបស់ប្រជារាស្ត្រខ្ញុំមើលឃើញថាកាលណាមានស្ថានភាពចំណុចបែបហ្នឹងវាជាចំណុចខ្លាំងដល់នយោបាយអន្តរជាតិរបស់គណៈបកប្រឆាំងនឹងទៅទៀតវាធ្វើឲ្យ
គណៈបកដែលកាន់អំណាចពិបាកនៅក្នុងការ lobby អំពីបញ្ហាសិទ្ធិមនុស្សក្តីអំពីបញ្ហារឿងរ៉ាវផ្សេងដែលមានការរំលោភនៅក្នុងប្រទេសកម្ពុជាដើម្បីយកមុខខ្លួនទៅធ្វើនយោបាយសុំជំនួយឬធ្វើនយោបាយផ្សេងទៀតអាហ្នឹងវាជាចំណុចខ្លាំងផ្ដើមពីការចេះចាប់ដៃរួមគ្នាដែលមានការគ្រប់គ្រងពីវិជារាចេញពីមានការគ្រប់គ្រងពីវិជារារហូតទៅដល់មានការឃ្លាំមើលហើយកាលណាមានការគ្រប់គ្រងពីវិជារាមានការឃ្លាំមើលតាមដានគឺមានការគ្រប់គ្រងពីសហគមន៍អន្តរជាតិដែរអានេះវាជាចំណុចខ្លាំងហើយកាលណាមានចំណុចខ្លាំងដល់ចំណុចរបៀបហ្នឹងគឺអ្វីដែលវាជាការភ័ន្តច្រឡំពីមុនហើយដោយចិត្តគិតមកផ្លេតមិនយល់អំពីស្ថានភាពនយោបាយជាក់ស្ដែងវាទៅជាបាត់ដែរខ្ញុំគិតថាវាអត់មានឥទ្ធិពលអីទៀតទេរឿងដែលចោទប្រកាន់គាត់ហ្នឹងបាទអរគុណឥឡូវនេះខ្ញុំចង់អានសំណួររបស់អ្នកកំពុងតែតាមដានការផ្សាយរបស់យើងនៅលើបណ្ដាញសង្គម Facebook បន្តិចអ្នកលេង Facebook ម្នាក់ឈ្មោះសេងហ៊ុនគាត់ជាពលករនៅស្រុកថៃសុំសួរថាតើលោកហ៊ុនសែនដែលថារឹបអូសយកទ្រព្យសម្បត្តិនឹងទីស្នាក់ការរបស់គណៈបកសង្គ្រោះជាតិនឹងអាចទៅរួចទេបាទលោកបណ្ឌិតមាសនេះបាទនេះបើសិនជាយើងមើលពីលក្ខណៈផ្លូវច្បាប់ហើយបើសិនជាតុលាការនៅស្រុកយើងមានសមត្ថភាពគ្រប់គ្រាន់ទី1បើសិនជាយើងមើលរឿងនេះវាតាក់ទងទៅរឿងការបរិហាគេបាទបរិហាគេបើសិនជានៅក្នុងលក្ខខណ្ឌនៃការតាមដានស៊ើបអង្កេតក្នុងនឹងសំណួរដែលយើងសួរថាតើតុលាការនឹងមានសមត្ថភាពគ្រប់គ្រាន់ក្នុងការស៊ើបអង្កេតដើម្បីរកឲ្យឃើញថាតើទំនាស់រវាងអាដាមសំរងស៊ីនិងសម្ដេចនាយកហ្នឹងតើអ្នកណាខុសនិងអ្នកណាត្រូវអានឹងទី1គឺចោទសួរទៅលើតួនាទីរបស់តុលាការទី2ទៀតយើងសួរថាតើបើសិនជាតុលាការរកទៅឲ្យឃើញឧទាហរណ៍ថាឃើញសម្ដេចនាយកខុសហើយលោកសំរងស៊ីត្រូវតើតុលាការនឹងហ៊ានប្រាប់ទៅលោកសម្ដេចនាយកទេថាឥឡូវរឿងរបស់សម្ដេចនេះករណីនេះគឺលោកសំរងស៊ីឈ្នះហើយរឿងអស់ហ្នឹងហើយសម្ដេចនាយកចាញ់តើតុលាការនឹងហ៊ានទេហ៊ានផ្សព្វផ្សាយពីជំហរឯករាជ្យរបស់តុលាការទេហើយកាលណាបើមានការកាត់ទោសឬក៏កាត់ក្តីហើយបែរទៅជាលោកហ៊ុនសែនឈ្នះហើយលោកសំរងស៊ីចាញ់វិញសម្រាប់ការទៀមទានៅសំណងដែលតាក់ទងទៅនឹងការបរិហាគេនេះវាមិនដល់អីទៅដល់ក្នុងច្បាប់ក៏មិនបាននិយាយដល់រហូតដល់ត្រូវលក់ផ្ទះដល់រាប់លានដុល្លារទេព្រោះក្នុងច្បាប់ទី1គឺយុត្តិធម៌ក្នុងការកាត់ក្តីប៉ុន្តែមួយទៀតនោះច្បាប់ក៏បានចែងដែរថាបើសិនជាក្នុងទោសបរិហាគេគឺកម្រិតទោសទម្ងន់ទោសវាអាចនៅត្រឹមការដាក់ទោសប្រមាណខែទៅហើយនឹងការសងនៅថវិកាបន្តិចបន្តួចអីប៉ុណ្្នឹងទេប៉ុន្តែការរហូតដល់ទៀមទាឲ្យសងដល់$1លាន$2លាន$នោះខ្ញុំគិតថាក្នុងច្បាប់បើសិនជាច្បាប់នឹងមានយុត្តិធម៌គឺมันអាចទៅរួចផ្លូវនឹងទេបើសិនជាផ្លូវនេះអាចដើរទៅរួចគឺបានន័យថាសម្ដេចនាយកអាចទៀមទាសំណង$1លានឬសំណងរឹបអូសផ្ទះមិនត្រឹមតែផ្ទះអាយដាមសំរងស៊ីទេអាចដល់ទីស្នាក់ការសង្គ្រោះជាតិនោះវានឹងអាចផ្ដល់ទៅគំរូមួយទៀតសម្រាប់ការផ្ដល់សាធារណៈសម្រាប់សាធារណជនផ្សេងទៀតបើសិនជាមានការបរិហាគេហើយអ្នកម្ខាងចេះតែទៀមទាតាមអ្វីដែលខ្លួនឯងចង់បាននៅពេលដែលអ្នកម្ខាងទៀតមិនមានលទ្ធភាពអញ្ចឹងច្បាប់នៅក្នុងច្បាប់របស់យើងគឺបានផ្ដល់នូវយុត្តិធម៌នៅកម្រិតមួយទៀតគឺមានកម្រិតក្នុងការសងនៅជំងឺចិត្តនឹងបានអញ្ចឹងយើងឃើញថានៅក្នុងផ្លូវច្បាប់នេះគឺយើងមានបញ្ហាលោកនាយករដ្ឋមន្ត្រីអាចបង្កើតច្បាប់មួយទៀតតើបើសិនជាច្បាប់មុនមិនបានចែងអញ្ចឹងលោកអាចបង្កើតច្បាប់មួយទៀតតើខ្ញុំគិតថានៅក្នុងប្រទេសខ្មែរយើងស្អីក៏អាចធ្វើបានដែរទោះបីមានច្បាប់ឬមិនមានក៏គេអាចធ្វើបានដែរអានឹងជារឿងមួយសំខាន់ដែរដែលយើងមានការព្រួយបារម្ភបាទខ្ញុំយល់ឃើញចេះបាទអញ្ជើញបាទខ្ញុំថាទាល់តែប្រើវិធីពលពតបានតែអាចធ្វើរឹបអូសយកទីស្នាក់ការរបស់គណៈបកសង្គ្រោះជាតិបានពីព្រោះអីបើទោះបីជាទីស្នាក់ការគណៈបកសង្គ្រោះជាតិជាកម្មសិទ្ធិរបស់អាដាមសំរងស៊ីក៏ដោយឬក៏ជាកម្មសិទ្ធិរបស់គណៈបកសង្គ្រោះជាតិគ្រាន់តែប្រើឈ្មោះលោកសំរងស៊ីក៏ដោយគឺមិនងាយនោះទេបានន័យថាប្រសិនបើគេរឹបអូសយកទីស្នាក់ការគណៈបកសង្គ្រោះជាតិវាស្មើនឹងការប្លន់ជ័យជំនះនៅមុនការបោះឆ្នោតហើយហេតុអីពីព្រោះកាលណារឹបអូសយកគណៈបកសង្គ្រោះជាតិគេនឹងប្រើវិធីមិនឲ្យគណៈបកសង្គ្រោះជាតិនឹងមានកន្លែងឈរជើងស្រួលទេបើអត់មានកន្លែងឈរជើងស្រួលបានន័យថាវិធីបំបែកកម្ចាយដោយធ្វើឲ្យកម្លាំងនឹងខ្ចាត់ខ្ចាយអត់មានកន្លែងធ្វើការច្បាស់លាស់អានេះវាជាវិធីប្លន់ជ័យជំនះនៅមុនការបោះឆ្នោតនៅពេលដែលគណៈបកសង្គ្រោះជាតិឈឺចាប់ក្នុងកិច្ចការហ្នឹងវាអាចទៅជារឿងបាតកម្មធំឬតវ៉ាធំ
ពេលនោះគេប្រើលេសក្នុងការបង្ក្រាបអាហ្នឹងវាកាលណាវាប្លន់ជ័យជំនះមុនការបោះឆ្នោតវាស្មើនឹងការប្លន់អំណាចនៅមុនការប្រកួតប្រជែងណាដូច្នេះមានន័យថាម៉េចវិធីបែបហ្នឹងវាទាល់តែពលពតអាចប្រើបានប្រសិនបើអ្នកប្រជាធិបតេយ្យដែលមានសេចក្តីថ្លៃថ្នូរនៅក្នុងការប្រកួតប្រជែងខ្ញុំថាប្រើមិនកើតទេគ្រាន់តែជាការកំឡាទេតាមមើលនោះមិនហ៊ានប្រើទេបាទតើតើនឹងប្លន់នឹងមានអ្នកលេង Facebook ម្នាក់ឈ្មោះសាម៉ាសូម៉ារ៉ាឌីលឹមសួរថាបើគេប្លន់អញ្ចឹងតើមានវិធីអីដោះស្រាយបានដែរទេលោកកឹមសុខបើគេប្លន់វាពិបាកពីព្រោះបើគេហ៊ានចេញមកប្លន់ហើយអំណាចនៅលើគេអានោះវាជាការពិបាកមួយសម្រាប់ទប់ស្កាត់ណាក៏ប៉ុន្តែក្នុងស្ថានភាពបែបហ្នឹងវាមានតែអញ្ចេះទេដូចខ្ញុំលើកឧទាហរណ៍នៅហ្វីលីពីនការលោក Benio Aquino ដែលត្រូវគេបាញ់សម្លាប់វាមានចលនានយោបាយឬចលនានៃការចូលរួមពីពលរដ្ឋរយៈពេល3ឆ្នាំដល់រហូតដល់ឆ្នាំ1986បានប្រពន្ធរបស់គាត់គឺ Corazon Aquino បានឡើងធ្វើជាប្រធានាធិបតីនៃប្រទេសហ្វីលីពីនមានន័យថាម៉េចបើយើងឆ្លោះបញ្ចាំងពីរឿងហ្នឹងវាមិនមែនជាការស្លាប់របស់អ្នកណាម្នាក់ទាំងលោកសំរងស៊ីនិងលោកកឹមសុខាប៉ុន្តែវាជាដំណើរនៃការចង់សម្លាប់គណៈបកបើជាការជាដំណើរនៃការចង់សម្លាប់គណៈបកសួរថាអ្នកគ្រប់គ្រងទូទាំងប្រទេសគេសុខចិត្តទេបើអ្នកគ្រប់គ្រងទូទាំងប្រទេសគេមិនសុខចិត្តក្នុងសង្គមប្រជាធិបតេយ្យត្រូវតែដោះស្រាយហើយកាលណាត្រូវដោះស្រាយកុំភ្លេចណានៅប្រទេសណាក៏ដោយក្នុងលក្ខខណ្ឌណាមួយដែលគេមើលឃើញថាអ្នកនោះទៅកាន់អំណាចដោយមិនស្របច្បាប់ជាការប្លន់អំណាចនៅមុនការបោះឆ្នោតឬវិធីណាមួយក៏ដោយអានឹងមានន័យថាវាជារឿងខុសច្បាប់បើជារឿងខុសច្បាប់ការលូកដៃនានាជាពិសេសទី1ការមិនសុខចិត្តរបស់ពលរដ្ឋទី2កាលណាមិនស្របច្បាប់មិនមានការប្រកួតប្រជែងច្បាស់លាស់អន្តរជាតិនឹងដាក់សម្ពាធទៀតកាលណាក្នុងលក្ខខណ្ឌរួមគ្នាបែបហ្នឹងខ្ញុំជឿជាក់ថាអ្នកដឹកនាំនៅមិនបានយូរទេក្នុងលក្ខណៈបន្លំហើយបំភាន់បំភ្លៃទៅជារឿងដែលមិនហ៊ានប្រកួតប្រជែងបែបហ្នឹងវាទៅជានឹងដួលរលំក្នុងរយៈពេលឆាប់អានេះមកតាមខ្ញុំពិចារណាមើលណាបាទអរគុណឥឡូវនេះយើងងាកមករឿងលោកកឹមសុខាវិញយើងទាំងអស់គ្នាដឹងហើយថាលោកកឹមសុខាមានការទទួលបរិយាទានទោសពីព្រះមហាក្សត្រនឹងតែរឿងដែលលោកមិនព្រមទៅឆ្លើយបំភ្លឺនៅតុលាការក្នុងនាមជាសាក្សីទេនៅរឿងមួយចន្លោះទៀតដែលលោកកំពុងតែជាប់ទោសមានការប្តឹងផ្តល់ពីកញ្ញាធីសវណ្ណថាមានការប្តឹងផ្តល់ទារសំណងជំងឺចិត្តពីកញ្ញាខុមច័ន្ទតារាទីហៅស្រីមុំឯនឹងជាដើមនៅពេលដែលសភាពការតឹងតែងនេះដែលយើងឮថាលោកនាយករដ្ឋមន្ត្រីហ៊ុនសែនថាមិនព្រមធ្វើតាមការសន្យារបស់គាត់នឹងតើលោកកឹមសុខាអាចនឹងមានឱកាសនឹងគេរើរឿងក្តីនឹងមកវិញទេអាចនឹងចាប់ឃុំខាំងលោកកឹមសុខាទេអាចនឹងមានច្រកបែបហ្នឹងដែរទេបាទលោកបណ្ឌិតមាសនេះបាទខ្ញុំមើលឃើញមានសេណារីយ៉ូ2ដែលបង្ហាញចេញពីសេចក្តីថ្លែងការណ៍របស់សម្ដេចនាយកពីព្រឹកមិញគឺមានរឿង2ដែលសិតតែរុញគណៈបកសង្គ្រោះជាតិឲ្យទៅដល់កន្លែងមួយដែលមានអាចមានគ្រោះថ្នាក់ខ្ពស់គឺទី1គឺការធ្វើពិសោធនកម្មមួយគឺមិនឲ្យអ្នកទោសដែលជាមេដឹកនាំគណៈបកហ្នឹងអាចមកកាន់ធ្វើដឹកនាំគណៈបកតទៅទៀតបានបាទអញ្ចឹងបើសិនយើងមើលនៅក្នុងទស្សនវិជ្ជានៃគណៈបកសង្គ្រោះជាតិយើងឃើញថាអ្នកដឹកនាំទាំងពីរគឺសិតតែជាប់នៅក្នុងជាប្រវត្តិជាអ្នកទោសទាំងពីរបាទអញ្ចឹងបើសិនជាច្បាប់នឹងចេញមកខ្ញុំគិតថាករណីលោកកឹមសុខាសំរងស៊ីក្នុងនាមជាអ្នកមេដឹកនាំគណៈបកសង្គ្រោះជាតិអាចទទួលរងការប៉ះពាល់ធ្ងន់អាចនឹងត្រូវបាត់បង់តំណែងទាំងពីរហើយនៅក្នុងរឿងសេណារីយ៉ូមួយទៀតនេះគឺការចេញនៅសេចក្តីព្រមានក្នុងការរឹបអូសយកអគារគណៈបកសង្គ្រោះជាតិឬក៏គេអាឋានរបស់អាដាមសំរងស៊ីអីនេះខ្ញុំគិតថាបើសិនជាយើងមើលនៅក្នុងករណីនៃរដ្ឋបហាក្នុងប្រទេសមួយបើសិនណាជាមានគូបដិបកប្រឆាំងណាមួយនាំកម្លាំងចូលទៅដើម្បីទៅរឹបអូសចូលទៅទីតាំងនៃអគាររបស់រដ្ឋាភិបាលហ្នឹងគឺបានន័យថាយើងគិតថានេះជារដ្ឋបហាបាទអញ្ចឹងបើសិនជាមើលក្នុងករណីនៃការរឹបអូសយកអគារសង្គ្រោះជាតិអីនេះគឺវាហាក់ដូចជាមានយើងហៅថាជាទំនោរទៅរកកន្លែងមួយគឺស្តៀងគ្នានឹងការលុបបំបត្តិគណៈបកនឹងចោលដោយបំផ្លាញទាំងក្បាលម៉ាស៊ីនដឹកនាំបាទបកសង្គ្រោះជាតិដោយបំផ្លាញទាំងក្បាលម៉ាស៊ីនដឹកនាំរបស់សង្គ្រោះជាតិហើយនឹងមួយទៀតគឺទីតាំងមូលដ្ឋានរបស់សង្គ្រោះជាតិតែម្ដងបាទហើយបើសិនជាស្ថានភាពនេះ
កើតឡើងដោយដែលប្រសាសន៍សម្រាប់នយោបាយបានលើកឡើងព្រឹកមិញនេះវាជាគ្រោះថ្នាក់ធំសម្រាប់សង្គ្រោះជាតិនៅពេលខាងមុខហើយខ្ញុំគិតថាគណៈបកសង្គ្រោះជាតិក៏កុំមើលស្រាលទៅលើស្ថានភាពអស់នេះព្រោះនៅស្រុកខ្មែរយើងនេះយើងឃើញថាទោះបីមានច្បាប់ឬមិនមានច្បាប់ក៏រឿងរ៉ាវនឹងអាចកើតមានឡើងដែរអញ្ចឹងគួរតែរៀបចំខ្លួនថាតើត្រូវប្រឈមនឹងស្ថានភាពគ្រោះថ្នាក់ខ្ពស់ក្នុងពេលខាងមុខយ៉ាងម៉េចបាទចំណុច3ដែលលោកមាសនេះបានមានប្រសាសន៍កាលពីយើងទៅជែកគ្នានៅលើវិទ្យុនឹងគឺថាទីចំណុចចុងក្រោយនឹងគឺថាអាចនឹងឈានទៅដល់ចំណុចទី3គឺថាអាចនឹងឈានទៅដល់ការរំលាយគណៈបកសង្គ្រោះជាតិចោលការដែលរំលាយគណៈបកសង្គ្រោះជាតិឬមួយការរំលាយគណៈបកប្រឆាំងនឹងធ្លាប់មានប្រទេសដទៃធ្វើដែរដូចជានៅប្រទេសថៃគណៈបករបស់លោកតាក់ស៊ីននឹងត្រូវបានរដ្ឋាភិបាលពេលនោះនឹងរំលាយចោលតែប្រមាណខែទេមុនការបោះឆ្នោតបន្ទាប់មកទៀតនឹងក៏គេចាប់ផ្ដើមបង្កើតឡើងវិញបានទៅដែលដាក់ឈ្មោះថ្មីទៅដោយមានប្អូនស្រីរបស់លោកតាក់ស៊ីននឹងឡើងឈរឈ្មោះហើយទីបំផុតនឹងក៏គណៈបកនឹងឈ្នះឆ្នោតទៅហើយអ្នកស្រីយីងឡាក់ឈីណាវ៉ាត់នឹងក៏បានឡើងធ្វើជានាយករដ្ឋមន្ត្រីពេលនោះទៅនឹងក្នុងករណីប្រទេសថៃរំលាយចោលហើយគេអាចបង្កើតថ្មីឡើងមកវិញបានដោយអាចតឡាការអាចឯករាជ្យជាងឬមួយក៏យ៉ាងណាក៏ដោយចុះគណៈកម្មការជាតិរៀបចំការបោះឆ្នោតថៃអាចឯករាជ្យជាងអនុញ្ញាតឲ្យបង្កើតបានចុះបើសិនជាករណីប្រទេសកម្ពុជាវិញបើសិនជាមានការរំលាយចោលគណៈបកសង្គ្រោះជាតិ 2-3 ខែមុនការបោះឆ្នោតដោយលោកបណ្ឌិតមាសនេះបានលើកឡើងមកវិញតើមានច្រកណាទេដែលធ្វើឲ្យគណៈបកមិនមែនថាសង្គ្រោះជាតិទេអ្នកគ្រប់គ្រងគណៈបកសង្គ្រោះជាតិទាំងអស់បង្កើតគណៈបកថ្មីមួយដោយមិនដាក់ឈ្មោះគណៈបកសង្គ្រោះជាតិអាចមានច្រកចេញធ្វើបែបហ្នឹងបានទេនៅប្រទេសកម្ពុជាសូមជឿលោកបណ្ឌិតមាសនេះបាទបើយើងមើលពីការរំលាយគណៈបកប្រឆាំងនេះមិនមែនចាំបាច់ទៅនៅក្នុងប្រវត្តិនៃនយោបាយប្រទេសថៃទេបើយើងមើលពីប្រវត្តិប្រទេសខ្មែរយើងនៅក្នុងទសវត្សរ៍ចុងទសវត្សរ៍ឆ្នាំ1940ពេលនោះក៏យើងប្រឈមដែរគឺនៅក្រោមការរដ្ឋបាលរបស់សម្ដេចតាសម្ដេចសៀននោះក៏ទីចុងបំផុតគឺសម្ដេចតាក៏លែងប្រឈមដោះស្រាយជាមួយនឹងគណៈបកប្រឆាំងបានដោយសារតែគណៈបកប្រឆាំងបានដាក់សម្ពាធខ្លាំងពេកទៅលើព្រះអង្គអញ្ចឹងទៅក៏សម្រេចចិត្តលុបបំបត្តិរំលាយគណៈបកប្រឆាំងនឹងចោលម្ដងដែរបាទអញ្ចឹងនៅក្នុងប្រវត្តិសាស្ត្រខ្មែរយើងក៏មានដែរបាទប៉ុន្តែសម្រាប់ករណីបើសិនជាវាអាចទទួលឈានទៅដល់ដំណាក់កាលមួយដែលសង្គ្រោះជាតិត្រូវបានគេរំលាយខ្ញុំគិតថាវានឹងអាចមាននៅការរួមគ្នារវាងគណៈបកតូចក្រៅពីសង្គ្រោះជាតិទៀតដែលនឹងអាចคล้ายទៅជាគណៈបកសង្គ្រោះគណៈបកឈ្មោះដែលមានឈ្មោះថ្មីទៀតឬក៏អាចចូលទៅក្នុងគណៈបកថ្មីណាមួយដែលពលរដ្ឋទុកចិត្តហើយអ្នកដឹកនាំគណៈបកសង្គ្រោះជាតិអាចប្រកាសដើម្បីផ្ដល់នៅតំណែងទៅដល់អ្នកគ្រប់គ្រងរបស់ខ្លួនថាឥឡូវនេះក្រោយពីសង្គ្រោះជាតិបានត្រូវគេរំលាយហើយឥឡូវនេះក្បាលម៉ាស៊ីនរបស់អ្នកសង្គ្រោះជាតិឬគណៈបកសង្គ្រោះជាតិបានចូលរួមទៅជាមួយនឹងគណៈបកថ្មីមួយទៀតដែលមានឈ្មោះកឈ្មោះខអញ្ចឹងទៅហើយអំពាវនាវឲ្យពលរដ្ឋហ្នឹងធ្វើម៉េចដើម្បីបោះឆ្នោតគ្រប់គ្រងទៅលើគណៈបកថ្មីអានេះជាវិធីសាស្ត្រមួយទៀតដែរដែលសង្គ្រោះជាតិត្រូវត្រៀមលក្ខណៈដែរបើសិនជាប្រឈមនឹងការរំលាយគឺយើងអាចមានច្រកមួយនឹងទៀតសម្រាប់ដូច្នេះរំលាយយ៉ាងណាក៏មិនអាចរំលាយបានដែរខ្ញុំគិតថាកម្លាំងមហាជនមកដល់ពេលនេះមានការប្របាករំលាយបន្តិចសំខាន់គឺត្រង់ថាមហាជននឹងត្រូវការអ្នកបង្ហាញទិសដៅឲ្យច្បាស់ថាតើពួកគាត់គួរដើរចេញពីតាណាទៅតាណានេះជារឿងសំខាន់បាទលោកបណ្ឌិតលោកកឹមសុខបាទខ្ញុំមើលឃើញចេះនៅប្រទេសកម្ពុជាយើងដូចជាលោកបណ្ឌិតនេះដែលនិយាយអំពីការរំលាយគណៈបកប្រជាធិបតេយ្យកាលពីទសវត្សរ៍ទីឆ្នាំ40 ខ្សែជាងនោះវាមិនមែនជាការរំលាយបែបហ្នឹងទេវាជាបញ្ហាផ្ទៃក្នុងរបស់គណៈបកប្រជាធិបតេយ្យខ្លួនឯងទេបើតាមជំនឿប្រវត្តិសាស្ត្រណាប៉ុន្តែខ្ញុំអត់ចង់និយាយរឿងហ្នឹងទេរឿងដែលសំខាន់វានៅត្រង់នេះទេរឿងសំខាន់គឺថាបើកាលណាគេចង់រំលាយគណៈបកសង្គ្រោះជាតិនោះមានន័យថាទាំងលោកសំរងស៊ីនិងលោកកឹមសុខាគឺគេប្រើវិធីឲ្យអស់សិទ្ធិក្នុងការធ្វើនយោបាយហើយបើគេប្រើវិធីអស់សិទ្ធិក្នុងការធ្វើនយោបាយខ្ញុំថាមានវិធីច្រើនសម្រាប់បង្កើតគណៈបកនយោបាយមួយដែលមានសំរងស៊ីនិងកឹមសុខាពីព្រោះមែនតែនទៅអានឹងប្រជារាស្ត្រលោកគ្រប់គ្រងស្មារតីរួមបកសំរងស៊ីនិងកឹមសុខាខ្ញុំគិតថាប្រសិនបើអ្នកទាំងពីរពិតជាគិតប្រទេសជាតិពិតប្រកបមែនណាអ្នកទាំងពីរអាចបង្កើតបកមួយក្នុងគេហៅថាអ្នកតំណាងរួមយុវជនណាដែលមានស្នាដៃយុវជនណាដែលមានវោហារសាស្ត្រអ្នកយុវជនណាដែលមានសមត្ថភាពអញ្ចឹងទៅជាតំណាងសំរងស៊ីនិងកឹមសុខាក្នុងការបង្កើតបកនយោបាយថ្មីមួយ
បើសិនជាក្នុងករណីនោះវាកើតឡើងមែនខ្ញុំថាប្រសិនបើធ្វើបែបនេះបានគណៈបកប្រជាជននៅតែពិបាកតស៊ូយកឈ្នះប្រជាប្រិយភាពគណៈបកថ្មីនោះខ្លាំងណាស់អានេះបើសិនជាគណៈបកទាំងពីរគឺលោកសំរងបើសិនជាមេដឹកនាំទាំងពីរហ្នឹងគឺលោកសំរងស៊ីនិងលោកកឹមសុខាពិតជានៅតែមានស្មារតីរួមក្នុងការចាប់ដៃគ្នាដើម្បីសង្គ្រោះប្រទេសកម្ពុជាដោយដែលគាត់ថាមែនអានឹងប្រកាសជាអាចមានបកថ្មីមួយនៅក្នុងឈ្មោះសំរងស៊ីនិងកឹមសុខាមិនមែនឈ្មោះហ្នឹងទេប៉ុន្តែជាអ្នកតស៊ូនយោបាយមួយដែលគ្រប់គ្រងដោយលោកសំរងស៊ីនិងលោកកឹមសុខានេះអាចទៅរួចមកក្នុងករណីហ្នឹងបាទយ៉ាងណាក៏ដោយចុះយើងបានដឹងតំណែងពីគណៈបកសង្គ្រោះជាតិមកថាការបង្ហាញសាមគ្គីភាពរវាងលោកសំរងស៊ីហើយនិងលោកកឹមសុខានឹងបង្ហាញតាមរយៈការទស្សនកិច្ចរួមគ្នាមួយលោកកឹមសុខានឹងឡើងយន្តហោះពីប្រទេសកម្ពុជាមកសហរដ្ឋអាមេរិករួចបន្តគ្នាបដើគ្នាទាំងគូនឹងទៅប្រទេសដទៃទៀតមានកាណាដាមានអូស្ត្រាលីអីជាដើមដើម្បីបង្ហាញអំពីការដែលគាត់ទាំងពីរនឹងនៅរួមគ្នានៅឡើយហើយយើងនឹងបានឃើញថាតើគាត់នឹងប្រកាសបែបណាសំណួរចុងក្រោយរបស់ខ្ញុំចំពោះលោកទាំងពីរតើព្រឹត្តិការណ៍ដែលកើតឡើងកន្លងមកនេះសូមខ្ញុំចង់បានចម្លើយយ៉ាងខ្លីទេតើចំណេញទៅខាងគណៈបកប្រឆាំងឬមួយក៏ចំណេញទៅខាងគណៈបកប្រជាជនកម្ពុជាលោកបណ្ឌិតមាសនេះបាទតាមអ្វីដែលខ្ញុំមើលពីមតិមហាជនទូទៅដែលខ្ញុំបានជួបគាត់ហាក់ដូចជាមានការយល់ដឹងច្រើនទៅលើល្ខោននិងលបែងនយោបាយដែលបានរៀបចំនៅក្នុងរយៈពេលថ្មីនេះបាទហើយបើតាមខ្ញុំមើលទៅវាហាក់ដូចជាប្រជាប្រិយភាពនៃទៅកាន់គណៈបកសង្គ្រោះជាតិដូចជាមិនមានការផ្លាស់ប្ដូរអីដុំកំភួនទេតាមខ្ញុំមើលទៅណាហើយបើសិនជាសង្គ្រោះជាតិនៅរក្សាលំនឹងហើយបង្ហាញនៅទំនុកចិត្តបានតទៅទៀតនោះខ្ញុំគិតថាស្ថិរភាពនៃគណៈបកសង្គ្រោះជាតិការគ្រប់គ្រងឬក៏ប្រជាប្រិយភាពមិនដូចជាមិនបានស្រកស្រត់ទៅប្រមាណណាទេបាទអរគុណលោកបណ្ឌិតមាសនេះលោកកឹមសុខបាទ1នាទីចំណុចទី1គឺប្រជាប្រិយភាពបើនិយាយអំពីប្រជាប្រិយភាពគឺគណៈបកសង្គ្រោះជាតិបានទទួលការអនុគ្រោះនិងសម្មានចិត្តគ្រប់គ្រងយ៉ាងច្រើននិងច្រើនជាងមុនទៅទៀតពីគណៈបកប្រជាជនពីប្រជារាស្ត្រលើសលប់លើគណៈបកប្រជាជនកម្ពុជានេះតាមគាត់សម្គាល់ប៉ុន្តែបើនិយាយអំពីស្ថានភាពនៃលំនឹងនយោបាយបានន័យថាគណៈបកសង្គ្រោះជាតិត្រូវមានវិធីឆ្លាតពីព្រោះអានឹងវាជាស្ថានភាពដែលគេជន់ហើយត្រូវមានវិធីឆ្លាតក្នុងការឈរជើងឲ្យនឹងដើម្បីប្រកួតប្រជែងបានន័យថាបើនិយាយពីស្ថានភាពនយោបាយហាក់ដូចជាទុនបន្តិចហើយនឹងពិបាកបន្តិចក្នុងការតស៊ូប៉ុន្តែត្រូវរកវិធីនិងចេះធ្វើការរួមគ្នាយ៉ាងម៉េចឲ្យអាចឈរជើងនឹងហើយប្រកួតប្រជែងបានមានឱកាសប្រកួតប្រជែងបានបាទអរគុណអញ្ចឹងគណៈបកសង្គ្រោះជាតិនឹងបន្តមានប្រជាប្រិយភាពប៉ុន្តែសំខាន់បំផុតតើគណៈបកសង្គ្រោះជាតិនឹងពង្រឹងជំហរបែបណានៅពេលដែលគេកំពុងតែបន្ទន់នេះបាទសូមអរគុណលោកបណ្ឌិតនិងលោកមាសកឹមសុខខ្ញុំបាទសូមជម្រាបលាតែត្រឹមនេះបាទសូមជម្រាបលាបាទលោកនាងកញ្ញាទើបតែបានទស្សនាទូរទស្សន៍អាស៊ីសេរីផ្សាយចេញពីរដ្ឋធានី Washington នៃសហរដ្ឋអាមេរិកខ្ញុំបាទជួនចាត់បុតព្រមទាំងក្រុមការងារទាំងអស់នៃអាស៊ីសេរីសូមជូនពរលោកនាងកញ្ញានិងក្រុមគ្រួសារទាំងអស់ឲ្យជួបប្រកបតែនឹងសេចក្តីសុខគ្រប់ប្រការខ្ញុំបាទសូមអរគុណនិងសូមជម្រាបលារាត្រីសួស្តី